ពួកយើងទៅដល់គ្រីរុំហ្នឹងមកភ័ក្រមកគូដល់ខ្ញុំហ្នឹងគាត់អ្នកកាអេហើយរីសតហ្នឹងវានឹងធូរថ្លៃហ្មងវានៅតែ25មេដោយសារតែស្គាល់គ្នាបងគាត់ភ័ក្រមកគាត់ហើយចឹងគាត់ថាហើយរីសតហ្នឹងមានតែ3ផ្ទះហើយយើងក៏ចែកគ្នាគេអ្នកបន្ទប់ហើយវិស័យគេមកបន្ទប់ទៅបន្ទាប់មកគ្រាន់ខ្ញុំទៅដល់នឹងភ្លាមម្នាក់នៅក្នុងពេលមុនចេញទៅហ្នឹងកាន់យ៉ាងវិភាថាអត់កាន់និយាយព្រាបប្រាស់ទេទូតំបន់ភ្នំចឹងណាបងហើយបន្ទាប់មកពេលទៅដល់គេនៅនោះគ្រាន់តែទៅដល់ភ្លាមខ្ញុំនោះរត់ទៅចាត់បន្ទប់កណ្ដាលគេហើយអាពេលទៅហ្នឹងមានភ្ញៀវគេតែគេបន្ទប់ពីរសងខាងឯងហើយបន្ទប់កណ្ដាលហ្នឹងអត់មានអាគេទេហើយប៉ុន្តែខ្ញុំឃើញបន្ទប់កណ្ដាលហ្នឹងខ្ញុំនឹងគាត់ថាចង់គេបន្ទប់ហ្នឹងខ្ញុំរត់ទៅចាប់បន្ទប់ហ្នឹងហ្មងបន្ទាប់មកពេលយប់ឡើងយើងយកវ៉ាន់ទុកអីអស់ហ្នឹងយើងទៅលេងនៅតាមភ្នំសិនបន្ទាប់មកបើយើងមកវិញពេលល្ងាចហ្នឹងយើងផាត់ធីនៅនឹងជុំគ្នាហើយនៅពេលកំពុងផាត់ធីហ្នឹងគូដឹងរបស់ខ្ញុំហ្នឹងគាត់ដើរទៅបាត់ជើងនៅក្រោយបន្ទប់គេងហ្នឹងហើយក្រោយបន្ទប់គេងហ្នឹងធម្មតាតំបន់ភ្នំវាសិតតែថយហើយពេលគាត់ដើរទៅបាត់ជើងហ្នឹងស្រាប់ពេលគាត់ពងថាបាត់ជើងហើយគាត់រត់ចេញមកវិញនឹងលឿនហ្មងហើយគាត់ថាចាត់ពីណាគេលេងអីពីញាក់ចឹងមិនបានលេងចឹងនៅកន្លែងភ្នំក្នុងព្រៃអីចឹងអត់ឲ្យលេងចឹងទេហើយចឹងទៅម្នាក់ៗមកគ្នាហ្មងព្រោះមានណាគេដើរទៅខយទេហើយហ្នឹងពួកយើងទុកក្នុងចិត្តសិនអត់មានណាគេហ៊ាននិយាយតដោយសារយើងពងតែនៅកន្លែងហ្នឹងបន្ទាប់មកពេលគេហ្នឹងស្រីគេនៅគេក្នុងបន្ទប់ហ្នឹងអស់ហើយប៉ុន្តែប្រាប់គេថាគេចង់ទៅលេងវត្តបឹងហើយក៏ទៅហើយវាជាងមកអត់ឆ្ងាយបងដោយសារតាគ្រីសតដែលយើងគេហ្នឹងវានៅទួលលើហើយបឹងហ្នឹងត្រូវចោះទៅទួលក្រោមចាចឹងអាចដើរទៅដល់ហើយចោះហ្នឹងហើយប៉ុន្តែក៏ជិះម៉ូតូទៅឯនោះជិះម៉ូតូទៅព្រោះបបគេចង់ជ្រាវជ្រាវបែបស្ដាប់ភ្លេងឆុងកាហ្វេអីយប់ឡើងញ៉ាំមកហើយគេទៅហើយស្រីថាអត់ទៅទេទៅព្រោះយប់ទៅហើយយើងស្រីក៏នៅគេជុំគ្នានៅតែម្ដុំហ្នឹងហ្មងហើយបន្ទាប់មកពេលដែលយើងគេហ្នឹងវាមានបញ្ហាអីឯងម្នាក់ជួបក្នុងផ្សេងគ្នាតែយើងអត់និយាយនៅពេលហ្នឹងឯងរហូតតែមកយើងមកដល់ពេញវិញបានយើងនិយាយថាម្នាក់ដែលគាត់ទៅបាននំមុនគេហ្នឹងគាត់ថាចាមានណាគេមកតាមគាត់ហើយចាស់ថាឲ្យធ្វើចលេងធ្វើអីដាក់ឲ្យចិត្តខ្លួនគាត់ហើយគាត់មានជ្រឿបេះដូងទៀតហើយចឹងទៅគាត់ថាគាត់ភ័យមែនតើហ្មងពេលយប់ណាគាត់ហ៊ានប្រាប់ណាទេដោយសារតាគាត់ខ្លាចប្រាប់ទៅស្រីអីយើងទាំងអស់គ្នាហ្នឹងយើងខ្លាចហើយគាត់លាក់ក្នុងចិត្តបន្ទាប់មកម្នាក់ដែលគាត់ចេះហ្នឹងពេលម្ដងពេញហ្នឹងគាត់ប្រាប់ថាមុនដែលពួកយើងទៅគេនៅហ្នឹងគាត់បានសុំគេដែរសុំថាម្ចាស់ទឹកម្ចាស់ដីនៅហ្នឹងហើយហ្នឹងយើងមិនលេងបោកគេអញ្ចឹងចឹងបខំមកគុំប្រកែប្រកាន់អីអញ្ចឹងហើយគាត់បានតែថាគ្រូគាត់ហ្នឹងដែលធ្លាប់បួសហ្នឹងគាត់ឈប់ប្រាប់ថាបើយើងទៅគេងកន្លែងឆ្ងាយឲ្យនិយាយសុំអញ្ចឹងទៅហើយគាត់បានសុំដែរព្រោះគាត់ជាថាមានច្រកចាស់ទុំជាងគេក្នុងក្រុមអីចឹងហ៎បងចាដល់ពេលហើយនៅយប់ដែលគាត់គេហ្នឹងគាត់ប្រាប់ថាមានមនុស្សស្រីម្នាក់ហ្នឹងមកយកសັບគាត់ប៉ុន្តែយកសັບហ្នឹងរបៀបដូចជួបគ្នាមែនតើអញ្ចឹងម្នាក់ស្រីហ្នឹងគាត់មកទៅមុខខៀវហ្មងណាបងមុខខៀវបៃតងឬខៀវដូចប្រែនបងខៀវរបៀបមនុស្សដែលស្លាប់យូរហើយកាប់ក្នុងដីអូបៃតងស្លេកហ្នឹងហើយពេលយើងកោះមកវិញទៅថានៅស្អាតអីតែគ្រាន់តែអាពណ៌សបល់ហ្នឹងវាដូរហើយចាហើយគាត់មកហ្នឹងមកបាត់ជើងអង្គុយមួយគាត់អង្គុយនិយាយគ្នាហ្មងហើយគាត់ប្រាប់ថាឲ្យពួកខ្ញុំហ្នឹងណាជួយយកគាត់ចេញពីនឹងហងជួយធ្វើបន់អតិថិជនឲ្យគាត់ហងព្រោះគាត់ចង់ចេញពីនឹងណាតែអត់មានណាគេជួយគាត់បានទេគាត់ជាប់នៅនឹងយូរហើយគាត់មិននិយាយប្រាប់អញ្ចឹងហើយបន្ទាប់មកអ្នកដែលគាត់ត្រូវយកសັບហ្នឹងគាត់ក៏សួរនៅក្នុងសັບហ្នឹងថាបែងស្រាប់ភាសាអីមិនបានមកប្រាប់ខ្ញុំអញ្ចឹងខ្ញុំអត់ត្រូវជាអីអញ្ចឹងខ្ញុំមិនដឹងធ្វើបានឲ្យមិនទេដោយសារតាអត់ដឹងឈ្មោះមិនហើយយើងមិនសាច់ញាតិទៀតហើយគាត់ថាគាត់នឹងខុសខ្លួនឯងដែលពេលដែលគាត់ពីមុនហ្នឹងវាយូរហើយយូរតាំងពីនៅនឹងអត់ទាន់មានរីសតអត់ទាន់គេធ្វើជាកន្លែងតំបន់កំសាន្តទេធម្មតាមានកថុយទឹកអីចឹង
មានគ្នាស៊ីពីរបស់តាំងរបស់អីចឹងហើយបន្ទាប់មកគាត់ឆ្លុះគ្នាមួយគ្រួសារគាត់ឆ្លុះគ្នាមួយគ្រួសារគាត់ចឹងទៅគាត់ក៏ហត់ចេញពីផ្ទះហើយមកដើរលេងមួយមិត្តភក្តិគាត់ផុសហើយដល់ពេលដើរលេងមួយពូម៉ាក់គាត់ផុសហ្នឹងទៅរបៀបថាគាត់នៅក្មេងហើយគាត់គិតអីជាងហែកដល់ពេលហើយពួកផុសដែលពូម៉ាក់គាត់ដែលមកគេបោះតាំងនៅលើភ្នំហ្នឹងណាគេមលូបគាត់ចឹងហ៎បងគេមលូបគាត់ហើយរបៀបថាទៅទីប្រតាប់ហើយទៅគាត់បាត់បង់ជីវិតនៅហ្នឹងហើយចឹងទៅពួកដែលមិត្តភក្តិអីហ្នឹងរបៀបកាប់គាត់នៅហ្នឹងអូចាំដូចឃាតកម្មចឹងទៅគាត់ហ្នឹងហើយឃាតកម្មចាប៉ុន្តែដោយសារតែនៅក្នុងវិដាច់យ៉ាមែនតើហើយវាលើភ្នំតតាមព្រឹកថាតើយើងជិះម៉ូតូឡើងទៅឬក៏ដែលអាសាដើរលេងក្នុងព្រៃអញ្ចឹងបើយើងទៅដើរកន្លែងហ្នឹងហើយកន្លែងហ្នឹងក៏មានមើលច្រើនដែរហើយម្ចាស់ទីសតហ្នឹងធ្វើជាមិត្តភក្តិហ្នឹងក៏ខ្ញុំហ្នឹងទៅនិយាយលេងមួយគាត់ពេលហ្នឹងគាត់ខាងទៅខាងបាយហ្នឹងធ្វើម្ហូបធ្វើអីធ្វើទៅគាត់អត់កាត់ស៊ីទេហើយចឹងទៅខ្ញុំក៏ធ្វើសួរគាត់ថាមិនបានគាត់បានដីធ្វើរីសតនៅហ្នឹងអញ្ចឹងហើយម្ចាស់រីសតហ្នឹងគាត់ស្រីស្រាញ់គ្នាអញ្ចឹងបងហើយគាត់មិននៅបែកពីគ្រួសារមិននៅលើកន្លែងរីសតហ្នឹងហើយគាត់ដាក់ធ្វើរីសតហ្នឹងជួលឲ្យគាត់នៅហ្នឹងចាហើយបន្ទាប់មកគាត់ថាដីហ្នឹងគេចាប់ទេគេនិយាយថាគេធ្វើភូមិថ្មីទៅហ្នឹងគេឲ្យយើងចាប់ថាយើងនៅណាហើយបន្ទាប់មកគាត់ក៏អ្នកហ្នឹងខាងគ្នាចឹងទៅបានអត់ពេញចិត្តអញ្ចឹងក៏មកនៅនឹងធ្វើរីសតជួលទៅហើយធ្វើបានតែ3បន្ទប់ហ្នឹងហើយទៅផ្ទះឈើធ្វើធម្មតាគាត់វាយឈើធ្វើលៀបដាក់ខែអីគេបែបក្នុងព្រៃចឹងឯងវាចឹងណាបងហើយបកទៅរឿងយើងវិញរបៀបថាគាត់មកប្រាប់ចឹងគាត់ថាគាត់ដាយ៉ាហើយប៉ាម៉ាក់គាត់អីបាត់គាត់អីក៏មិនបានទៅធ្វើបានតែទឹកស្អាតហើយឈ្មោះគាត់ដែរអញ្ចឹងគាត់ជិះពីនឹងអត់រួចទេហើយគាត់ថាចង់ឲ្យធ្វើបានតែទឹកស្អាតគាត់ហោះព្រោះគាត់នៅនឹងយូរហើយក៏អត់ចង់នៅអញ្ចឹងទៀតទេម្ដងពេញវិញមិនដែរនិយាយគ្នាហ្នឹងក៏ប្រាប់ថាអាណិតគាត់អីអញ្ចឹងបងហើយគាត់ថាគាត់វេទនាខ្លាំងណាស់ដោយសារតែថ្ងៃហ្នឹងគាត់ជួបយើងហ្នឹងមិនយើងមានបន់មានអីទេប៉ុន្តែដោយសារតែម្នាក់ផោះដែរទៅនោមនៅក្រោយផ្ទះហ្នឹងហ្នឹងរបៀបថានោមចំអាកន្លែងគេខំខាំងតកាត់គាត់ហ្នឹងតែរបៀបថាអាកថាអីហ្នឹងវារំសាយវាអលាយចឹងទៅបានគាត់អាចចេញមកបានយល់ហើយកថាមុនគីអីហ្នឹងចាញ់ទឹកនោមមកដូចរបៀបនោមទៅវាសាបចឹងណាត្រូវទេហ្នឹងហើយចាហ្នឹងហើយហើយចឹងទៅបានម្នាក់ផតទៅនោមកន្លែងគេហ្នឹងតែមានអារម្មណ៍ថាដូចមានមនុស្សមានអីមកតាមរហូតចាហើយបន្ទាប់មកពេលយើងចេញមកពីកន្លែងដើរលេងហ្នឹងឯងហ្នឹងក៏មានបញ្ហានឹងភ្លាមក៏យើងចេញមកទៅយើងក៏បានចូលវត្តដែរហើយយើងនិយាយអត់ធុកអីដល់គាត់ដែរថាសូមថាម្ចាស់ក្នុងម្ចាស់អីនៅហ្នឹងអនុញ្ញាតឲ្យគាត់បានរួចផុតពីហ្នឹងទៅអីចឹងណាបងបន្ទាប់ពេលមកដល់ពេញវិញយើងជិះតាមផ្លូវទៅខ្ញុំជិះមួយគូដងខ្ញុំហើយគូដងខ្ញុំមកពេលហ្នឹងមកគាត់នឹងខ្មៅយកហ្មងហើយបានមិត្តភក្តិហ្នឹងថាចាក់ថាមកជិះមកវាយពីក្រោយចេះស្មាថាមិនបានជិះអត់មានប្រឡងអីក្នុងខ្លួនចឹងហើយពេលហ្នឹងឡើងឆាត់ចូលឡានកងទៅនោះគេមកប្រឆាំងផ្លូវហ្មងរហូតដល់មកយើងមកដល់ពេញហ្នឹងនាំគ្នាទៅរបៀបទៅវត្តទៅអីអត់ធុកឧទ្ទិសកុសលឲ្យគាត់ប្រាប់ថាឲ្យគាត់បានស្ងប់បានអីចឹងណាហើយបន្ទាប់មកបានតាំងពីពេលហ្នឹងមកពួកយើងឡើងអីវិញហើយយើងមានរឿងចប់គ្នាហើយជួបរឿងបងម្នាក់នោះមិត្តភក្តិខ្ញុំស្រីហ្នឹងគាត់មកចង់ស្លៀកពាក់ដូរកៅអៅឲ្យអស់ហើយគាត់ទៅនៅក្នុងបន្ទប់ដូរកៅអៅអញ្ចឹងគាត់តែឆាយខ្ញុំគាត់ថាចាគាត់នៅក្នុងហ្នឹងឯងមិនបានខត់ចោលគាត់ចឹងហើយបន្ទាប់មកខ្ញុំអត់នៅហ្នឹងឯងតែគាត់ឃើញមនុស្សស្រីហ្នឹងរបៀបមុខខៀវអីលៀបថាលើកដីស៊ីចាតម្លាក់មកហ្មងអាពេលគាត់គេយប់ឡើងគឺតម្លាក់ក្បាលមកហ្មងតម្លាក់ចំពីក្បាលលើក្បាលត្នេកមកហ្មងហ្នឹងហើយពីដើមមកដូចចឹងការគាត់ចែកយ៉ាងខ្លាំងហ្មងរហូតដល់ម្ចាស់រីសតនោះគឺថាមានរឿងអីមែនអូនកើតអីមែនថាចឹងទៅបានពួកប្រុសអីហ្នឹងវារត់ចេញពីបន្ទប់វាមកសួរថាកើតអីចឹងទៅក៏នាំគ្នាមកកេងតាពីបន្ទប់ចិត្តគ្នាហើយអាបន្ទប់ស្រីៗដល់ពួកខ្ញុំព្រឹកថាកេងកដាលហ្នឹងណា
ទុកចោលហើយពេលហ្នឹងបងនឹងនិយាយដែរថាម្ចាស់ទីសហ្នឹងក៏និយាយខ្លាចខ្លាយខាត់ចាថាអាបន្ទប់ដែលគេអត់ចង់គេហ្នឹងណាច្រើនតែសក់ក៏និយាយចឹងណាតែអ្នកទៅដណ្ដើមអាបន្ទប់ដែលនៅកណ្ដាលហ្នឹងហើយដល់ពេលក៏និយាយចឹងបានដឹងថាគាត់ម្ចាស់ទីសហ្នឹងគាត់និយាយដែរថាអ្នកខ្លះគេឃើញគេអីចឹងណាតែគាត់ក៏ធ្លាប់ហៅលោកតាហៅឲ្យមកស្រោចទឹកដែរប៉ុន្តែនៅតែចឹងនៅតែមានគេឃើញមានអីចឹងហើយគាត់ក៏ធ្លាប់ឧទាហរណ៍កសោឲ្យដែរប៉ុន្តែរបៀបថាហៅត្រូវឈ្មោះដោយសារមានអ្នកគេស្គាល់លេងភ្លេងពិនពៀតផងសែនជ័យផងបញ្ចូលរូបផងជន់អ្នកតាហងជន់អរិយផងមើលគេថាគឺកូនហ្នឹងគឺត្រូវមកជំនួសគេគឺមកជំនួសគេពួកគេដល់ពេលហើយពួកគេនៅចាំត្រោតពៀនឆ្នាំពេកទៅឡើងហើយក៏ចង់ចែកតម្លែកបទពិសោធន៍ថ្មីឲ្យអ្នកលេងនៅទឹកឈូថ្មីប្រយ័ត្នប្រយែងទៀតសម្រាប់ពួកកន្លែងហ្នឹងចឹងនិយាយថាវានិយាយឲ្យគឺឃើញតប៉ាត់ហ្មងជួបរបស់ប៉ាត់ហ្មងអូខេអ្នកទាំងអស់គ្នាកុំរត់ណាហើយស្ដាប់ណាសម័យខ្ញុំរៀនកាពេលហ្នឹងគឺខ្ញុំរៀនថ្នាក់ទី8នៅសាលារៀនមួយនៅបរិសម្ភាសាលាកកេះយើងហ្នឹងណាហើយខ្ញុំនិយាយទៅខ្ញុំមួយមិត្តភ័ក្ដិខ្ញុំហ្នឹងនាំគ្នាជិះកង់ទៅលេងទឹកឈូចឹងទៅក៏ប្រព្រោះគ្នាកាលហ្នឹងមានស្ពានយោលស្ពានអីមានឲ្យឆ្លងទៅម្ខាងទៀតតែគេហៅនិយាយទៅទឹកឈូហ្នឹងពីមុនវាមានពេលយើងឆ្លងស្ពានយោលហ្នឹងទៅកន្លែងទឹកមួយទៀតទឹកឈូមួយទៀតហើយស្អាតជាងកន្លែងហ្នឹងចាបងចាទៅអញ្ចឹងទៅសម័យហ្នឹងគេប្រឡងណាសិស្សថ្នាក់ទី12គេប្រឡងគេអីហើយអញ្ចឹងគេមិននាំគ្នាប្រឡងចាប់ដើរលេងទៅបងចាបងចាពេលហ្នឹងមានបងប្អូនគាត់មកពីលេងមកពីពេញមកលេងនៅទឹកឈូហ្នឹងហើយកូនក្មេងមិនក្មេងហ្មងទេដូចជាអាយុ12 13ឆ្នាំហ្នឹងបងចាគាត់មកលេងទឹកឈូហ្នឹងទៅគាត់ថាទឹកលេងនៅចិត្តអាឡែងស្ពានយោលហ្នឹងមកស្ពានយោលហ្នឹងនៅលេងនៅក្រោមហ្នឹងហ្មងពេលអញ្ចឹងគាត់ក៏និយាយថាចាម៉ាក់គាត់ថាក៏លេងឆ្ងាយពេកលេងចិត្តបានហើយកុំទៅកន្លែងនោះណាហើយរួចទៅគាត់ថាម៉ាក់ទៅកន្លែងនោះស្អាតទៅហើយខ្លាឆ្វើងហ្មងខ្ញុំចង់ទៅលេងកន្លែងហ្នឹងតែហើយម៉ាក់គាត់ថាទៅកូនទៅលេងចិត្តបានហើយព្រោះអីទឹកវារៀងឡើងដែរពេលអញ្ចឹងទៅគាត់ស្ដាប់ឯងហើយគាត់ក៏ទៅលេងកន្លែងហ្នឹងប៊ីសឡុងម្ដងពេលហ្នឹងបានគេនៅចិត្តគេជួយគាត់ចឹងណាពេលមួយសាទៀតម៉ាក់គាត់ហៅកូនកុំលេងត្រូវឡើងទៅវិញតែហើយកូនហ្នឹងក៏និយាយថាចាម៉ាក់ខ្ញុំស្រឡាញ់កន្លែងហ្នឹងខ្លាំងណាស់ខ្ញុំអត់ចង់ទៅណាម៉ាក់ចង់លេងនៅហ្នឹងចង់ទៅផ្ទះវិញទេបើដល់ពេលហ្នឹងណាគាត់អត់ស្ដាប់ពាក្យម៉ាក់គាត់ទេគាត់លងទឹកនៅកន្លែងហ្នឹងហើយមានពេលហ្នឹងគឺលងទៅបាត់ទៅចូលទៅក្រុមថ្មទៅកន្លែងណាដឹងទេនិយាយទៅរោសាក់សពរោអីអត់ឃើញរយៈពេលគឺ7ថ្ងៃលេងភ្លេងពិនពៀតផងសែនជ័យផងបញ្ចូលរូបផងជន់អ្នកតាហងជន់អរិយផងមើលណាគេថាគឺកូនហ្នឹងគឺត្រូវមកជំនួសគេគឺមកជំនួសគេពួកគេដល់ពេលហើយពួកគេនៅចាំត្រោតស្ពានហ្នឹងឆ្នាំពេកទៅនៅចាំត្រោតស្ពានហ្នឹងអញ្ចឹងគេសុំទៅហើយសុំទៅចាប់ជាតិហើយឥឡូវកូនហ្នឹងត្រូវនៅហ្នឹងទៅពេលឲ្យគេថាឥឡូវខ្ញុំសុំសែនបាត់គ្រប់ទាំងអស់ចង់បានអីសុំដោះលែងប្រឡងវិញ្ញាណកូនខ្ញុំហ្នឹងមកឲ្យកូនត្រឡប់ទៅផ្ទះទៅចាប់ទៅផ្ទះវិញកុំធ្វើបាបកូនក្មេងអីគាត់ថាកុំអីក៏គាត់មិនធ្វើចឹងដែរដោយសារតែកូនគឺពេញចិត្តនៅកន្លែងហ្នឹងដោយខ្លួនឯងអញ្ចឹងគាត់និយាយទៅគាត់យកមកដល់ពេលឲ្យគាត់ថាឥឡូវគាត់សែនភ្លេងសែនអីសែនគ្រប់មុខឲ្យមានមន់មានទាមានអាកាសផ្ញើឲ្យអញ្ចឹងចង់បានអីទៀតពេលគាត់តែសែនហើយអីហើយសាក់សពហ្នឹងផុសដៅពីក្រោមឡើងមកហ្មងនិយាយទៅបងនិយាយមែនណា7ថ្ងៃវាសំទាំងអាចថាលលួយអាចថាអីតែសាក់សពមកដោយរបៀបយើងស្លាប់ហើយថ្មីទំលងថ្មីហ្នឹងហើយក
អត់ទៅលួចអីទាំងអស់ យល់ ហើយអញ្ចឹងបើខ្ញុំផ្ដាំថាពេលដើរលេងព្រៃភ្នំអីជាដើមខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់ជួបដែរខ្ញុំក៏ធ្លាប់លងទឹកហ្នឹងដូចគ្នាប៉ុន្តែអ្វីដែលខ្ញុំលងហ្នឹងមកពីខ្ញុំចូលចិត្តឲ្យកន្លែងថ្លាឆ្វេងពីចាក់ទៅចូលចិត្តដោយសារតែប្រឡោះថ្មហ្នឹងនៅពេលដែលថ្មទឹកខខ្លាំងវាយថ្មទៅអញ្ចឹងយើងអត់ដឹងថានៅក្រោមថ្មហ្នឹងក្លុកប៉ុណ្ណាអីប៉ុណ្ណាគឺយើងអត់ដឹងទេត្រូវអត់ ចា អញ្ចឹងក៏ថាអូថ្លាខ្ញុំគ្នាទៅលេងហ្នឹងកុំឲ្យសោះកន្លែងហ្នឹងហើយគឺជាកន្លែងដែល គេប្រតិភ្នែកឲ្យយើងមើលឃើញស្អាតទៅគេ ហ្នឹងហើយបើដឹងថាបានឃើញបានអត់ដឹងថាជ្រៅក៏មិន ហ្នឹងហើយមនុស្សខ្ញុំហ៊ានទៅពេលខ្ញុំហៅខ្ញុំខ្លួនឯងហ្នឹងក៏ជួបផ្ទាល់ដែរមិនមែនតែកូនហ្នឹងទេខ្ញុំក៏ធ្លាប់លងទឹកនៅហ្នឹងដែរ ចា អ្វីដែលខ្ញុំលងគឺខ្ញុំទៅលេងនៅកន្លែងដែលអត់មានមនុស្សគេលេងតែគូគេមនុស្សគេនៅនោះតែខ្ញុំទៅលេងទឹកដែលអត់មានតែគេនៅលេងចិត្តហ្នឹងខ្ញុំលងណានិយាយមកខ្ញុំឃើញសម្ោកខ្មៅមួយធំមែនតើគេហៅថារ៉ែទឹកហ្នឹងបង ចា អ្វីដែលខ្ញុំនឹកឃើញមុនគេខ្ញុំនឹកឃើញខ្ញុំតោកនៅក្នុងចិត្តខ្ញុំថាកូនបុណ្យម្ដាយចេញមកវត្ថុស័ក្តិសិទ្ធិអើយសូមជួយខ្ញុំឲ្យផុតពីកន្លែងហ្នឹងផងកុំធ្វើបាបខ្ញុំអីខ្ញុំនៅក្មេងបើសិនខ្ញុំមានខុសពាក្យខុសសម្ដីខុសអីកន្លែងណាសូមកែប្រកាន់កូនចៅអីពេលចឹងទៅបងឲ្យខ្ញុំផឹកទឹកហ្នឹងឡើងឆ្អែតណាជំរាំឲ្យខ្ញុំខ្វាដៃខ្វាជើងសងឈរណាបានលើកវិញអញ្ចឹងណាពេលទៅណាក៏ដោយមិនថានៅវាពួចមិនថានៅអរ៉ាល់ទឹកជ្រោះម៉ៅមិនថានៅកន្លែងទឹកឈូនឹងក៏ដោយឬក៏នៅតាដាក៏ដោយពេលដែលទៅគុំនិយាយអីដែលដូចថាប្រមាថទៅឬក៏សម្រាប់អ្នកជឿមិនសម្រាប់អ្នកជឿបើអ្នកមិនជឿខ្ញុំមិនដឹងទេប៉ុន្តែគុំប្រមាថកន្លែងអស់ទាំងហ្នឹងឲ្យសោះចាបងចាប៉ាត់ខ្ញុំប្រាប់ដៃស្ដាយហ្មងរឿងខ្ញុំចែកម្លែកបានប៉ុណ្្នឹងទេបងហើយនិយាយទៅគឺវាមានប៉ុណ្ណឹងអរគុណច្រើនណាបងសុខសប្បាយទាំងអស់ អរគុណច្រើនបងសារានខេត្តកំពត សាខាខ្មោចលងខេត្តកំពត ខ្ញុំ អានខមមិននេះចាប់អារម្មណ៍ពេកហើយតាក់តងនឹងយ៉ារិនឯងខ្ញុំចង់កាត់បានយ៉ារិនមួយសិនអានខមមិនហ្នឹងឲ្យចាំអូទៅអាក្រមចង់ជួបបងយ៉ារិនមានរឿងខ្លះចង់ប្រាប់តាក់តងនឹងជំនឿគេសាងលើបងយ៉ារិនដឹងញាក់សាច់ហ្មងអូយច្បាស់មែនខ្ញុំអត់មកប្រាប់ទេណាបងយ៉ារិនពេលខ្លះនៅសុកអារម្មណ៍ក្តៅមុខភីត្រូវអត់ជួបក្អកណែខ្ញុំក្តៅមុខបងអត់គ្នាខ្ញុំឥឡូវក៏នៅក្តៅដែរហើយខ្ញុំណែនធុងខ្ញុំដូចខ្ញុំនិយាយតាមត្រង់ឥឡូវខ្ញុំរហូតខ្ញុំចាប់ផ្ដើមឈឺដោយសារតែយកសពវ៉ាន់ថៃមួយបងឯងដឹងយកសពឃើញអីអត់បាទយកសពឃើញខ្ញុំអត់មានក្បាលទេយកសពឃើញខ្ញុំអត់មានក្បាលខ្ញុំកំពុងតែថតរូបនៅស្ទីឌីយោហ្នឹងណាគឺខ្ញុំថតមួយបងមេងហើយដល់ពេលថតមួយបងមេងហ្នឹងបានថៃទាញកាមេរ៉ាមកថតហើយមើលនៅក្នុងក្រៅឃើញមានក្បាលដល់ពេលមើលក្នុងទូរស័ព្ទអត់ក្បាលហើយតម្លាក់កាមេរ៉ាហ្នឹងមកឃើញមានក្បាលវិញអញ្ចឹងមនុស្សនៅពេលណាដែលគេយកសពឃើញថាអត់ក្បាលគឺគេហៅកំពុងតែមានខួរហ្នឹងហើយឬក៏មានអ្វីមួយដែលលក្ខណៈថាត្រូវតែបដោះខួរមុនពេលដែលខ្ញុំឈឺហ្នឹងគឺខ្ញុំដើរទៅធ្វើការរាល់ថ្ងៃនេះបងអធិការបន្ទប់អូហ្វីសដែលខ្ញុំបងឯងនៅចាំរដងហ្នឹងណាខ្ញុំភាគច្រើនគឺខ្ញុំមិនដែរតម្រង់ទៅតុកកាយាល័យទេអាកៅអីធំហ្នឹងគឺខ្ញុំមិននិយាយអង្គុយហ្នឹងហ្មងតែថ្ងៃហ្នឹងដឹងឡប់អីខ្ញុំទៅដល់ខ្ញុំដើរទៅអាកៅអីធំអង្គុយហ្នឹងណាស្រាប់តែមានមេបាវខ្មៅមួយនៅក្នុងហ្នឹងទុំក្បាលខ្ញុំមេបាវក្បាលខ្មៅហ្នឹងទុំក្បាលខ្ញុំទុំដូចតាគៀបហ្នឹងអញ្ចឹងហើយខ្ញុំមនុស្សខ្ញុំគឺ reflect ខ្លាំងហ្មងឲ្យតែមានអីប៉ះខ្ញុំតិចគឺខ្ញុំផ្ទះផាច់ហ្មងខ្ញុំផ្ទះទៅខ្ញុំស្បត់ដូចក្នុងរឿងធ្មប់អញ្ចឹងអាលាយសល់ខ្ញុំដើរសាកសពមេបាវដែលផ្ទះហើយបន្ទប់ខ្ញុំ4ជ្រុងបិទហ្នឹងហើយអត់មានហេតុផលដែលត្រូវមេបាវហ្នឹងចាញ់ទេបន្ទាប់ពីមេបាវខ្មៅហ្នឹងទុំក្បាលខ្ញុំយប់ឡើងវ៉ាន់ថៃវ៉ាន់ថៃមួយខ្ញុំក៏បានគ្នាដូចម៉ែកូនចឹងវ៉ាន់ថៃគេនិយាយថាម៉ែខ្ញុំអត់ដឹងថាគួរប្រាប់ម៉ែឯងអត់ទេតែខ្ញុំយកសពឃើញម៉ែឯងជាមួយប្រូកូជាមួយនឹងបងមេងកំពុងផឹកស៊ីនៅក្នុងបន្ទប់នឹងសុកហើយមានមនុស្សស្រីម្នាក់មកលុតជង្គង់នៅមុខឃ្លាំងយើងនេះហើយពេលហ្នឹងមេឃដូចជាងភ្លៀងហើយលុតជង្គង់ហើយនិយាយពាក្យថាខ្ញុំសុំទោសដែលខ្ញុំធ្វើអំពើហ្នឹងមកឥឡូវអំពើហ្នឹងលងទៅកាន់ខ្ញុំវិញហើយអញ្ចឹងមកហ្នឹងហើយប៉ុន្តែម៉ៃកូមួយទៅលុតជង្គង់នឹងដែរហើយនិយាយតាមម្នាក់ស្រីហ្នឹងខ្ញុំមិនដឹងថាហេតុផលអីបានតាក់ទងជាមួយម៉ៃកូទេរហូតខ្ញុំចាប់ផ្ដើមឈឺដោយសារតែយកសពវ៉ាន់ថៃមួយបងឯងដឹងយកសពឃើញអីអត់បាទយកសពឃើញខ្ញុំអត់មានក្បាលទេ
យល់សពឃើញខ្ញុំអត់មានក្បាលខ្ញុំកំពុងតែថតរូបនៅ studio ហ្នឹងណាគឺខ្ញុំថតមួយបងមេងហើយដល់ពេលថតមួយបងមេងហ្នឹងបានថៃទាញកាមេរ៉ាមកថតហើយមើលនៅក្នុងក្រៅឃើញមានក្បាលដល់ពេលមើលក្នុងទូរស័ព្ទអត់ក្បាលហើយតម្លាក់កាមេរ៉ាហ្នឹងមកឃើញមានក្បាលវិញអញ្ចឹងមនុស្សនៅពេលណាដែលគេយល់សពឃើញថាអត់ក្បាលគឺគេហៅកំពុងតែមានខួរឬក៏មានអ្វីមួយដែលលក្ខណៈថាត្រូវតែបដោះខួរគ្រាន់តែខ្ញុំឮថាខ្ញុំយល់សពអត់ក្បាលព្រាមខ្ញុំទេទៅណាត់ហ្មងណាត់លោកនៅនឹងស្រុកណាប្រាប់ថាឲ្យគាត់ធ្វើពិធីដោះខួរពេលដែលធ្វើពិធីដោះខួរហ្នឹងគេឲ្យខ្ញុំវាស់កម្មាអានេះខ្ញុំអត់ដឹងថាបងដឹងឬក៏មានជំនឿដូចអ្នកនៅស្រុកភូមិខ្ញុំនៅខាងភ័យព្រាអត់ទេគេឲ្យកម្មាខ្ញុំមកផ្ទាំងមកឲ្យខ្ញុំវាស់ពីកែងដៃមកដល់គោលដៃខ្ញុំវាស់ទៅឃើញមាន2អានេះ2កែងដៃហ្នឹងហើយនៅសល់2ចាហ៊ានបើយល់ខ្ញុំនិយាយ2កែងដៃហើយ2ចាហ៊ានវាស់1វាស់2ហើយនៅសល់2ចាហ៊ានបានគ្រប់កម្មាហ្នឹងបាទហើយខ្ញុំមិនដឹងថាពេលហ្នឹងខ្ញុំអត់ដឹងថាថៃមិនគាត់ឲ្យខ្ញុំវាស់ហើយគាត់នេះទេបន្ទាប់ពីសូត្រមុនចប់គាត់ឲ្យខ្ញុំវាស់ម្ដងទៀតគាត់ឲ្យខ្ញុំវាស់ម្ដងទៀតខ្ញុំវាស់ដដែលអីដដែលកន្លែងដែរអីតែប៉ុន្តែទៅជាថយវិញសល់រហូតដល់4ចាហ៊ានហើយយើងចាហ៊ានរបៀបមួយចាហ៊ានហ្នឹងយើងវាស់ចេះឥឡូវតុកនឹងវៃហ្នឹងត្រូវអត់យើងយកកែងដៃមកដាក់ចឹងហើយយើងភីនណៃហ្នឹងទុកអូខេតុកមកយើងយកកែងដៃនេះឧទាហរណ៍ប៉ុណ្្នឹងណាប៉ុន្តែខ្ញុំវាស់លើកទី2មិនមែនប៉ុណ្្នឹងទេទៅជាថយមកវិញខ្លីជាងមុនហ្នឹងហើយដូចកណាត់ហ្នឹងខ្លីជាងមុនចឹងហ្នឹងអត់ទេកណាត់ហ្នឹងដូចជាវាលក្ខណៈថាដូចរាសីយើងបើនេះគេទៅតាមនេះណារាសីយើងថយចុះក៏ពិតយើងសល់2ចាហ៊ានទៀតអស់តែយើងដល់សល់4ចាហ៊ានទៀតបានដល់កន្លែងគោលដៅយើងអូខេហ្នឹងហើយហើយខ្ញុំនិយាយលេងមួយលោកទៀតមាត់ខ្ញុំភ្លើសាហាវបងទាំងអស់គ្នាខ្ញុំទៅនិយាយលេងមួយលោកថាចេះលោកបងកម្មាហ្នឹងយកទៅដាក់អង្គយកទៅដាក់អីធ្វើពិធីមិញហ្នឹងទាញទៅទាញមកយាឡើងវៃណានៃហើយមកចោទថាខ្ញុំពោះអត់ត្រូវហើយដល់ពេលឲ្យគាត់ថាអត់ទេគណៈដៃកូនភ័យញោមស្រីប្រយ័ត្នប្រយែងហើយខ្ញុំមិនសូវខ្វាយខ្វល់រឿងហ្នឹងទេទោះថាខ្ញុំយកសពខ្លួនក្បាត់ក្បាលបណ្ដោយតែសួរថាអារម្មណ៍ខ្ញុំភ័យអូខ្ញុំចិត្តមានរឿងអីកាន់ឡើងអី no គឺខ្ញុំអត់ចឹងហ្មងបន្ទាប់មកខ្ញុំក៏ធម្មតាអីអញ្ចឹងខ្ញុំទៅថត content ព្រោះខ្ញុំចាក់ផ្កាថ្វាយព្រះហ៎500តមផ្កាកាឡាហើយខ្ញុំទៅថតនឹងហើយទៅថតលេថតអីមួយកូនចៅខ្ញុំជិះទៅវាស្រែវាអីអត់អីហ្មងគ្រាន់តែខ្ញុំឡើងមកដល់ផ្ទះមួយទឹកហើយបងខ្ញុំក្តៅខ្លួនខុនឡើងលក្ខណៈថាខ្ញុំធ្លាប់តែល្វីមណាឡើងខ្ញុំស្កុកនៅតាមនិយាយទៅស្កុកឡើងនៅពេលហ្នឹងគឺខ្ញុំកំពុងតែធ្វើដំណើរមកផ្ទះវិញមកពេញវិញខ្ញុំឈប់នៅស្វែនណាខ្ញុំញ៉ាំអីអត់ចូលឡើងជីមីទិញអីខ្ញុំញ៉ាំហើយគេឆ្ងល់គ្រប់គ្នាថាថៃបានខ្ញុំសុកឈឺព្រោះអីវាអត់មានរឿងអីកាត់ឡើងតែឈឺទេហើយពេលមកដល់ផ្ទះហ្នឹងខ្ញុំវាស់ក្តៅមើលក្តៅនៅពេលយប់ហ្នឹងគឺឡើង37កន្លះក្តៅខ្លួនក៏ខ្លាំង37កន្លះឬ38កន្លះ38កន្លះគឺជាតនការមួយដែលក្តៅហើយហ្នឹងហើយដល់ពេលយប់ឡើងខ្ញុំគេហ្នឹងខ្ញុំក្តៅឡើងលេលើខ្លាំងហ្មងឡើងលេលើលក្ខណៈថាស្មៅស្មៃអីហ្មងណាហើយវាធ្វើទុកទៅពេលជប់ពេកឲ្យតែមេឃចាប់ដើមនឹងងឹតពឹបគឺធ្វើទុកហើយដល់ពេលព្រលឹមឡើងងើបមកខ្ញុំហៀបហៅទៅពេទ្យខ្ញុំអត់ទៅពេទ្យវិញខ្ញុំទៅជែកខ្លួនក្តៅសល់37អត់អីវានឹងវាធម្មតាខ្ញុំនិយាយលេងមួយម៉ាជីហើយខ្ញុំនឹងនិយាយលេងថាចេះម៉ាជីអើយយើងហើមើលគួរទៅពេទ្យពួកអីស្អីឡើងខ្ញុំត្រូវទៅប៉ែតបងយើងគួរទៅពេទ្យឬក៏យើងទៅសាឡនឥឡូវបើយើងទៅសាឡនកក់សក់ទៅគេលុបបាច់ក្តៅខ្លួនអីអញ្ចឹងតែបើសិនជាយើងទៅពេទ្យគេលុបពេទ្យឲ្យថ្នាំលេបបញ្ចុះក្តៅទៅយើងទៅខេតយើងអត់ភ័យដល់ពេលគ្រាន់តែនិយាយលេងមួយម៉ាជីហ្នឹងល្ងាចដល់ពេលគ្រាន់ធ្លាក់ពឹបលេងក្តៅខ្លួនខ្ញុំឡើងខ្លាំងហ្មងបងឡើងដល់38ដល់ពេលទៅដល់ពេទ្យពិនិត្យមើលឡើងដល់39ចុចដល់40ហ្នឹងមើលហើយដល់ពេលទៅដល់អញ្ចឹងទៅញាតិមិត្តអីហ្នឹងក៏គេចេះមកអីអញ្ចឹងណាហើយខ្ញុំសម្រាប់នៅពេទ្យហើយពិនិត្យឈាមពិនិត្យអីអស់ហោឈឺអត់ឃើញទេខុនឈីក៏មើលខុនឈាមក៏មើលកាពះពវៀនក៏មើលហើយហោមួយទៀតកូវីដហើយប្រាស័យធំតែអត់ឃើញទេតែគេហៅឃើញមេរោគអាលីហើយនឹងមានមេរោគខ្លះនៅក្នុងខ្លួនយើងដល់ពេលខ្ញុំព្យាយាមគេឲ្យគេឲ្យទៅផ្ទះគេឲ្យខ្ញុំនៅពេទ្យហ្នឹងគេទៀតទៅដល់ពេលព្រលឹមឡើងខ្ញុំយប់ឡើងហ្នឹងគឺក្តៅខ្លាំងទៅរហូតដល់ភ្លឺហ្នឹងណាក្តៅឡើងដល់40ហើយពេទ្យមកជួបហើយខ្ញុំសួរពេទ្យថាអ្នកគ្រូខ្ញុំឈឺអីឲ្យប្រកាសគាត់ថាគាត់អាចវាយតម្លៃដឹងហើយព្រោះគាត់ពិនិត្យឈាមអស់ហើយអត់ឃើញឈឺអីទេគ្រាន់តែដឹងថាអាលីហើយភាគរយអាលីហ្នឹងក៏អត់ច្រើនដែរមកធម្មតាតិចមកធម្មតាហើយប៉ុន្តែហើយចឹងខ្ញុំចេញទៅផ្ទះបានអត់គាត់ថាចេញអត់បានទេតែបើសិនជាចេញហើយយើងមានបំណងទៅណាតទៀតក៏អូខេគាត់ឲ្យថ្នាំដើម្បីមកពជាជីវិតយើងតទៅមុខទៀតអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តចេញហើយខ្ញុំទៅក្រៅប្រទេសហើយដល់ពេលដែលខ្ញុំសម្រាប់ចិត្តចេញហ្នឹងគឺខ្ញុំជិះ
từ của mũi của sang từ pỏi pẹt à pe trên bị pẹt nó cứ thoa mà đa bỏng thoa mà đa viên mình cái khuôn khăn ấy á nhom dày lên hay nhom nó mua cầm thì bọn anh nhom nó mình mùi bọn anh thoa đa năng nè đó pe thoa từ đó pỏi pẹt với nhom nhâm mũ chum đó á nhom nhâm lên card mọi người này nhom nó bay hiệu mơ ấy còn lên khôi là việc tham được cái khuôn lẳng bạch say nhé hay nhom xôm ở của sang nhom nó trâu mặc không làn đó pe trâu mặc không lán cái nhẹ mẹ tên mỏng cái lang sai sập tiệt mỏng hay cái lang sai sập hay một chục nó nhom thoa đá nhom vậy tam thoa nhom hai cây cùng ai mười nhomชิ้นเชิงแต่ตอนปล่อยปลาได้ปล่อยปลาจะบอกพักซีเขินนะยมมาได้เอาอยากกะยมเคาะคานเอาโจพักได้หยุดนังอ๋อปัจจัยยมเตะเล่งหวยมองบอกให้มุนนั่งไงยมมุนเตะนั่งไงยมจิกกัดหนันเลงให้ยมแผลบกี่แต่เจ๊ยมส้มเตะหนันเลงมายมให้ยมส้มเตะหนันเลงมากลุ่มยมเตะกระไรเชี่ยกี่ทักกระได้คล้วนเตะหนันเลงเอาเตะยมเตะกระไรเชี่ยยมตั้งแต่งวยเดย์ใช่ยมอันกับมันนี่ชาบรำไปให้แต่ตอนนึงอย่าเรียนไอ้ยมจังกัดมันอย่าเรียนมวยชันอันกับมันนั่งให้จำเอาเตะอาคมจังจูบบองอย่าเรียนมิ่งลึงคลาจังแผลแต่ตองนังจุ่มเนื้อเกสางหรือบองอย่าเรียนดังแยะสัตว์มองอุ้ยใช่ไหมเหมือนอย่างตอนมาแผลไปนะบองอย่าเรียนไปคลาในซอกอารมณ์กระไดมุกเพียเถอะอดจูบอดนั่นยมกระไดมุกมองออกที่ยมมาเลยกันเลยกระไดได้ให้ยมนั่นถุงยมด้วยยมใหญ่ตามถ่วงอะไรยมอย่าได้นั่งใหญ่ก่อนมองนะใช่alo chị Thu bong alo chị nghiệp Thu bong là nè màยมอันของมันบองให้ยมมีอารมณ์แทมบองโดยเฉียวิญญาณมวยติดแต่ในครัวยมเด็ดดังไฮยมกระไดมุกผีให้ทอดต่างหากให้บองchỉ với nhung lần thời ca trong ca nghe con chui chạy ton tới họ bon mỏng á tam thử hiện lý đúng rồi bon nhung mình hiên vậy thấp như này ao xa còn tay còn ra mẹ thầy ra những lúc kẹt đây trà để cho chuyện đây ấp tay và hợp trên đây bàn trắng á hay là người chỉ hiện kẹt trong đây thì nhung gì thì sao để cho cái lòng đó không phải nhung gì lại nhung ngoài sạch trà đây này là nó trà bon trà để cho là bon flop thử bọc đi bọc cái anh nhung không sao gì vậy xe chứ nhung mền bon nhung mền lần này trà bon ai bao may có hiện lưu tí mà để mẹ làm thật quá xinh lưuให้ไม่กดบักtrà បងស្ដាប់អត់សូវមែនបងអត់សូវមានសេវាបងanhនិយាយចិត្តម៉ៃទូរស័ព្ទចាហ្នឹងហើយលឺបងប៉ុណ្ណឹងច្បាស់អូតើតែរៀងស្រែកបងមិនលឺចាអរគុណខ្ញុំចង់ឲ្យបងមកជាសំណួរវិញបើឲ្យខ្ញុំថានិយាយទៅហ្មងវាច្រើនករណីពេកហ្នឹងខ្ញុំមានសំណួរសួរបងមួយមិញបងអធិការប្រាប់ថាបងឲ្យខ្ញុំហ្នឹងលើកដៃប្រណមហើយយប់ហ្នឹងគេនឹងប្រាប់ថាខ្ញុំមានរឿងអីហើយចាបើបងចង់ដឹងកាត់ទៅបងមានអ្នកខែថានិយាយទៅបងដឹងខ្លួនឯងផ្ទាល់ដឹងហើយតែខ្ញុំចង់ដឹងថាហេតុអីមិនបងដឹងវាពិបាកនឹងនិយាយបងពេលខ្លះវាខុសខ្ញុំពិបាកនឹងនិយាយរឿងជំនឿវាមិនថាខ្ញុំត្រូវទៅមើលនឹងបងឬក៏ទៅបោះអ្នកណាគ្រប់គ្នាទេប៉ុន្តែដូចថាបើនិយាយខ្ញុំចូលចិត្តបងនិយាយចេះទៅហើយណាមួយខ្ញុំតាមដានបងយូរដែរហើយតំបន់តែខ្ញុំដាច់ចិត្តប្រហែលถึงហ្នឹងខ្ញុំមានអារម្មណ៍ថាវាដល់ពេលឬក៏មិនចឹងចាប៉ុន្តែមុនដែលខ្ញុំនិយាយរឿងហ្នឹងខ្ញុំបានเขาចូល comment ប្រាប់បងដែរថារឿងហ្នឹងខ្ញុំនិយាយប្រាប់ពីផ្លេចហើយគឺសឹកតែមានបញ្ហាទាំងអស់អូខេតែខ្ញុំក៏បានប្រាប់បងថាបើឲ្យខ្ញុំនិយាយរឿងហ្នឹងទទួលយកបានអត់ចឹងចាមិញគាត់តែខ្ញុំចាប់ផ្ដើមនិយាយមកដល់រឿងចំណុចហ្នឹងភ្លាមដាច់ឡាយតិចបញ្ហាភ្លាមចាហ្នឹងហើយនៅសិតយកវិញល្ងឹតឆឹងខ្ញុំសោចហ្មងល្ងឹតឆឹងហ្មងខ្ញុំសោចហ្មងខ្ញុំមានអារម្មណ៍ថាប្រហែលជាមានបញ្ហាដោយសារតែអ្វីដែលខ្ញុំនិយាយហ្នឹងហ្នឹងហើយបងចាឥឡូវខ្ញុំព្រឺក្បាលខ្ញុំព្រឺក្បាលចាបងចាហ្នឹងណាមួយគេស្គាល់ខ្ញុំក៏រៀងគួរសមដែរចាទៅតែថាជំនឿចឹងបើខ្ញុំនិយាយទៅមានអ្នកនឹងឆាតមកសួរខ្ញុំថាអូមិនបានខ្លួនឯងនិយាយរឿងទាំងអស់ហ្នឹងអញ្ចឹងបើខ្ញុំប្រាប់បងថាខ្ញុំអត់ដូចថាមិនមែនថាចង់ស្គាល់បងដល់ថ្នាក់តែត្រូវតែជួបបានអាចនិយាយបានទេប៉ុន្តែរឿងខ្លះវាអត់អាចលេខតិចអត់បានណាបងអូខេបងខ្ញុំសោះខ្លួនបងតែកាលណាខ្ញុំនិយាយទៅទីមួយកិត្តិយសរបស់បងទីពីរអាចប៉ះពាល់ជាមួយនឹងបុគ្គលដែលគេកំពុងតែមានបញ្ហាតែបើសិនជាខ្ញុំសម័យខ្លួនខ្ញុំអនុញ្ញាតថាតាមនេះដែលខ្ញុំដឹងពីរឿងអបិយជំនឿបើសិនជាបងអធិការចង់មើលខ្ញុំបើជារឿងខ្ញុំអត់អនុញ្ញាតឲ្យបងមើលគឺមើលឃើញទេហ្នឹងហើយត្រូវអាចនិយាយបានថាដោយសារតែបងនិយាយក្នុងកម្មវិធីហ្នឹងស្មើនឹងបងបើមានបើខ្លួនឯងបាននេះបើអារម្មណ៍ខ្លួនឯងបើបេះដូងខ្លួនឯងឲ្យគេមើលតែទៅនឹងជំនឿចាពួកបងក៏ជាមនុស្សដែលមានជំនឿហើយបងក៏
ដូចថាមនុស្សអតីតកាលមួយដែរចាទៅទៅនៅខាងរបស់ដែរចាបងដឹងច្រើនខ្ញុំក៏មិនតែចលកាបានមួយរយៈនេះខ្ញុំទទួលបានរបស់ដែលខ្ញុំធ្លាប់ប្រើចិត្តមុនហើយត្រឡប់មករកខ្ញុំវិញខ្ញុំគិតថាបងប្អូនអរគ្នាប្រហែលជាអ្នកខ្លះអត់ជឿខ្ញុំនិយាយលេងអត់ទេបងពាក់ព័ន្ធជាមួយនឹងរបស់ដែលខ្ញុំប្រើដូចថាខ្ញុំមានទូនាទីអីមួយការពិចិត្តមុនអញ្ចឹងណារបស់ហ្នឹងគឺជាអ្វីមួយដែលតំណាងឲ្យខ្ញុំហើយឥឡូវហ្នឹងរបស់ហ្នឹងត្រឡប់មកខ្ញុំវិញហើយទាំងរយៈពេលគឺចូលវាមិនហាចូល100ឆ្នាំហ៎បងចូល100ឆ្នាំហើយឥឡូវហ្នឹងគឺត្រឡប់មកខ្ញុំវិញឡើងគេអត់ថែរក្សាគេសុខចិត្តឲ្យខ្ញុំវិញព្រោះដល់ពេលបងចាដល់ពេលត្រូវមកខ្ញុំបងត្រូវដឹងទាំងអស់ទាំងអស់ហ្នឹងឡើងវិញចាតែប៉ុន្តែបងមិនមែនជាអំបូរគ្រូទេណាចាបងជាមនុស្សបុរាណចឹងអត់បាក់ដូចបងត្រូវតែដឹងលឺរឿងទាំងអស់ហ្នឹងហើយបងជាមនុស្សម្នាក់ដែរច្បាក់នឹងរឿងអស់ហ្នឹងខ្លាំងអត់ចាំបានទេបងហើយបើបងទៅកន្លែងណាមួយដូចថាអត់ប្រយ័ត្នមាត់ប្រយ័ត្នកព្រោះយើងមាត់ត្រៃចានិយាយអីបានដូចមាត់ណាបើខឹងគេកុំដាក់តារាសាគេដាក់តែញយឲ្យជប់ពិតហ្នឹងហើយព្រោះតែពេលយើងដាក់ទៅហ្នឹងហើយវាតន់ណាវាតន់ខំទីមួយគឺទទួលកម្មរបស់គេយើងទទួលស្គាល់ចាប៉ុន្តែនោះជាកម្មរបស់គេតែបើយើងសាងបាបយកខ្លួនទៅចម្ពាក់ហ្នឹងហើយយើងពាក់បាបគេចាបងអូខេបងអញ្ចឹងបើបងអត់ចង់និយាយក៏អត់អីដែរតែគ្រាន់តែថាគាត់និយាយមកច្បាស់ខ្លាំងណាគាត់ស្គាល់ខ្ញុំដឹងថាខ្ញុំលក្ខណៈថាជាអ្នកដែលដឹងការពីចិត្តមុនខ្លួនឯងអីហើយគាត់ដឹងនិយាយទៅគាត់ឡើងច្បាស់ហ្មងណាអរគុណច្រើនមកណាអរគុណច្រើនហើយខ្ញុំក៏ចាំមើលបើសិនជាអាចខ្ញុំចប់ពីហ្នឹងក៏ខ្ញុំចាំតាក់ទងទៅបងនិយាយជាប្រៃពេកដែរអូខេអរគុណចាអរគុណច្រើនអរគុណច្រើនបងជំរាបលាឥឡូវ view យើងបានច្រើនហើយបងខ្ញុំតសាច់រឿងឡើងវិញជំរាបលាបង400ណាអញ្ចឹងខ្ញុំតសាច់រឿងឡើងវិញខ្ញុំតដែរបងដូចជាដល់8អូខ្ញុំទៅណាន់លេងថ្ងៃខ្ញុំទៅណាន់លេងហើយខ្ញុំសុំអ្នកផ្ទះខ្ញុំហ្នឹងគ្រួសារខ្ញុំឲ្យក្រុមការងារខ្ញុំសុំថាចេះកុំយកខ្ញុំទៅកន្លែងឈៀលអីកន្លែងឈៀលលើរបៀបផឹកលេងធម្មតាអញ្ចឹងខ្ញុំសុំទៅណាន់លេងព្រោះគេមាន brand ហើយវាញាក់ញាប់ញយគេថាក្តៅខ្លួនសោះទៀតទៅណាន់លេងថាអត់អីទេឥឡូវទៅណាន់លេងតែពេលស្រាប់តែខ្ញុំគ្រាន់ញ៉ាំមូជុំហ្នឹងណាគឺខ្ញុំក្តៅឡើងញាក់ឡើងដល់39ចូលទៅក្នុងឡានហ្នឹងគឺខ្ញុំញាក់បងញាក់អារបៀបមនុស្សញាក់ចេះហើយខ្ញុំទៅមូនេះសัตว์នេះគេថាសัตว์ពង្រូឡើងនេះហ្មងណាឡើងគេដឹកខ្ញុំទៅអូតែហើយពេលដឹកទៅអូតែហ្នឹងស្អែកឡើងហ្នឹងគឺនៅតែក្តៅធម្មតា39 40ហ្នឹងរហូតតោះតែថាថ្ងៃបើខ្ញុំរៀងអន់តែអន់ហ្នឹងក៏នៅតែ37កន្លះដែរបងសាហាវខ្លាំងមែនតែនខ្ញុំរត់ឯកសារហ្នឹងដោយសារតែខ្ញុំឈឺអញ្ចឹងខ្ញុំរត់ឯកសារហ្នឹងទៅប៉ោយប៉ែតអញ្ចឹងគឺខ្ញុំត្រូវឆ្លងព្រំដែនត្រូវរត់បងទាំងអស់គ្នាគ្រាន់តែខ្ញុំវាយប៉ាសពតឆ្លងចេញពីទឹកដីខ្មែរចេញទៅដល់ស្រុកគេហ្នឹងស្រុកថៃហ្នឹងណាក្តៅខ្លួនខ្ញុំឡើង36គួរឲ្យឆ្ងល់ទេបងធ្លាក់អីធ្លាក់ចុះសល់36ជាមនុស្សធម្មតាហើយឡើងគេគាត់សម្គាល់មិនតែកាក់មកទេខ្ញុំដល់ពេលអញ្ចឹងខ្ញុំធម្មតាចេះបើសិនជាយើងក្តៅខ្លួនខ្លាំងរយៈពេលតាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពហុទោះយើងជាក៏យើងអាចមនុស្សធម្មតាទូទៅដែរវាសក់តែអត់ទេគ្រាន់តែខ្ញុំទៅដល់អូតែលណាភ្លាមខ្ញុំចុះទៅខ្ញុំប្រមូលប៉ាសពតគ្នាខ្ញុំហើយខ្ញុំដើរទៅ check in ធម្មតាហើយខ្ញុំម៉ៃកូននៅចង្រៃណាធម្មតាមនុស្សឈឺឬក៏មនុស្សទំងើបពីឈឺអត់អាចទៅនិយាយរាក់ទាក់គ្នាឯងធម្មតាបានទេណាម៉ៃកូមិនតែមើលហើយខ្ញុំនិយាយឡគ្នាមួយវាលេងនេះកំពុងអញថ្លៃ$8,000ជួយអញកាន់តិចមើលដល់ពេលហើយវាថាចម្លែកហ្មងប្រហែលថ្ងៃហ្នឹងគឺអត់ខ្ចីនិយាយរកវាហ្មងហើយខ្ញុំនៅប៉ែតឬក៏ខ្ញុំនៅកន្លែងណាដែលមួយរយៈហ្នឹងខ្ញុំអង្គុយចេះគួយដូចមនុស្សខ្មោចចូលឬក៏មិនខ្ញុំហ្មងឡើងចេះហើយឡើងវាហាវាយកដៃហ្នឹងមកកេះខ្ញុំហើយប្រាប់ឲ្យខ្ញុំនិយាយឡើងវិញហើយខ្ញុំនៅតែអញ្ចឹងហើយភ្នែកខ្ញុំក្លាប់ឡើងលើរហូតអ្វីដែលនឹកស្មានដល់បងទាំងអស់គ្នាគឺខ្ញុំទៅដល់ពេទ្យនៅស្រុកគេហ្នឹងណាខ្ញុំមកចូលខ្ញុំរកជំងឺខ្ញុំអត់ឃើញទេនិយាយទៅខ្ញុំថតឲ្យអស់ហើយខ្ញុំបដិឈាមអស់ហើយរកឃើញគេហួយខ្ញុំចូលដល់ម៉ាស៊ីនអាមេរិកឬក៏គេហៅថា CT scan ដែល scan យើងចូលក្នុងកំពង់លូមួយធំ scan ខ្លួនប្រាណយើងទាំងអស់ហ្នឹងណាចេញមកវិញអាលេខឈ្មោះប៉ុណ្ណឹងចាលេខឈ្មោះលេខពងកប៉ុណ្ណឹងបងតែនឹងឯងប៉ុណ្ណឹងហើយមួយទៀតបងខ្ញុំមានរឿងនិយាយមួយសកៅអាចចូលអនុញ្ញាតបានទេយ៉ាដោយសារតែវាតកតងជាមួយនឹងរឿងអបិយជំនឿមួយបងទាំងអស់គ្នាបើចូលបានចាំចែងនិយាយហ្មងក៏បានដែរចេះនិយាយហ្មងណាបើនេះគួយនេះក៏បានដែរបើអត់ហ៊ានចូលកាមេរ៉ាគួយឡើងប្រែនេះគួយនេះព្រោះដោយសារតែរឿងហ្នឹងគឺខ្ញុំចង់ឲ្យគាត់និយាយហ្មងទៅព្រោះដោយសារតែវារៀងខ្លាំងដែរវាមិនយល់សពវាមកស្រស់បងទាំងអស់គ្នា
អូខេអ្នកនរគ្នាខ្ញុំចង់ប្រាប់តិចខៃឡូអ្នកខ្លះគាត់មកក្រោយក៏អត់ទាន់បានដឹងដោយសារមុនហ្នឹងពួកយើង live ប៉ុន្តែដោយសារមានការរ៉ារ៉ូលដាច់ live ភ្លាមពេលដែលយើងនិយាយរឿងសាហាវពេកមិញហ្នឹងហើយក៏មានបងស្រីម្នាក់គាត់បាននិយាយពីយ៉ារិនចំតែម្ដងតែគ្រាន់ថាគាត់អត់អាចបង្ហាញជាសាធារណៈឲ្យអ្នកនរគ្នាបានដឹងគាត់សុំ private ពីអ្នកយ៉ារិនហ្នឹងហើយហើយភាគច្រើនអ្នកដែលគាត់មានខាងរឿងហ្នឹងនិយាយថាមានវត្ថុស័ក្តិសិទ្ធិកាន់ឬក៏មានគ្រូបាអាចារ្យកាន់អញ្ចឹងណាគឺគេតែងតែដូចគេហាត់អីគេស្បែកគង់អញ្ចឹងគេអត់ឲ្យនិយាយអួតទេហ្នឹងហើយឬហើយខ្ញុំធ្លាប់មានគ្រូម្នាក់មកដល់ផ្ទះខ្ញុំហើយគាត់ប្រាប់ថាដួងរបស់ខ្ញុំហ្នឹងណាគឺគេមើលអត់បានទេគ្រូមើលបានទេព្រោះអីខ្ញុំមិនមែនតំណាក់គ្រូទេតែខ្ញុំជាមនុស្សម្នាក់ដែលលក្ខណៈថាដល់តែខ្ញុំព្រមថ្ងៃមួយដែលខ្ញុំព្រមឲ្យគេមើលមិនគេមើលបានទោះគេមើលឃើញក៏ឃើញតែស្មៅហើយដឹងថាយើងជាអីតែប៉ុណ្្នឹងឯងអូខេតាសាច់កែវតានិយាយទៅពេលដែលខ្ញុំក្តៅខ្លួនហ្នឹងគឺពេលដែលខ្ញុំមកពីស្រែហ្នឹងខ្ញុំបកស្លាប់សាច់រឿងទៅវិញហ្នឹងណាខ្ញុំអត់ទាន់ប្រាប់ទេថាអ្នកផ្ទះខ្ញុំគាត់ជួបរឿងអីហើយសាច់កែវហ្នឹងគាត់ជាប្អូនស្រីខ្ញុំសាច់កែវគាត់បានជិះធ្វើដំណើរទៅរកផ្ទះពួកម៉ាក់គាត់ហើយពេលដែលគាត់ជិះម៉ូតូហ្នឹងគឺបានជួបហេតុការណ៍មួយអូខេសាច់កែវនិយាយពេលហ្នឹងជួបអីគេហ្នឹងហើយបងនិយាយលឺចិត្តម៉ៃតិចខ្ញុំម៉ៃដាក់អោបចេះលឺហ្នឹងហើយនិយាយទៅពេលមុនទៅតកែវហ្នឹងដូចជាថ្ងៃ4ថ្ងៃ5ថ្ងៃ4ហ្នឹងគឺចាក់ផ្កាអញ្ចឹងពេលហ្នឹងខ្ញុំទៅហ្នឹងគឺខ្ញុំគេងមួយក្រុមការងារមួយទៀតហ្នឹងគាត់គេងមួយខ្ញុំហ្នឹងព្រឹកឡើងគាត់ងើបមកគាត់ថាបងបែងស្រួយទឹកអត់កើតទេហើយខ្ញុំក៏ងើបមកខ្ញុំសួរគាត់ថាកើតអីគាត់ថាដំបងយល់សពឃើញខ្ញុំហ្នឹងមានអីធម្មតាដល់ពេលហើយខ្ញុំចាប់ផ្ដើមក្តៅដូចគេដុតអញ្ចឹងតោះមកគាត់ថាគេធ្វើអីបងឯងហើយខ្ញុំថាមានតែគេធ្វើអីខ្ញុំមិនដែរចេះស្អប់ណាគេហ្នឹងគេស្រឡាញ់ខ្ញុំគ្រប់គ្នាតោះមកត្រែហ្នឹងគាត់ថាយល់សពឃើញគេហ្នឹងកាត់ក្បាលខ្ញុំយកទៅដោតមួយឈើហើយសូត្រមន្តអាគមដល់ពេលហើយខ្ញុំគាត់ថាប្រហែលអីទេពេលរៀបចេញមកពេញវិញថ្ងៃទី5ហ្នឹងខ្ញុំពងមើលខ្ញុំដើរចុះពីលើផ្ទះធំចាក់ផ្កាហដងហ្នឹងខ្ញុំចុះមកដល់ខ្ញុំឈរមើលភ្លើងឆាកគេបាញ់ហ្មងគេមានរោងការពេលហ្នឹងហើយភ្លើងឆាកគេហ្នឹងបាញ់ពេញហ្នឹងហើយខ្ញុំមើលដល់ពេលមើលមកស្ទុះចេញជារូបរាងតាអ៊ីសីដែលគាត់ធ្លាប់មកប្រាប់ខ្ញុំហ្នឹងរូបខ្មៅនៅលើមុខខ្ញុំហ្នឹងហ្មងគឺធំខ្លាំងហ្មងហើយពេលហ្នឹងមានមិត្តភក្តិខ្ញុំអីនៅចិត្តហ្នឹងដូចគ្នាគាត់ថាចេះកែកុំធ្វើចឹងអត់មានអីខ្ញុំថាមានអីណាមានអីតែពេលហ្នឹងខ្ញុំមើលផ្លឹកបងដោយសារធម្មតាបើអត់មានរឿងអីខ្ញុំមិនដែរឃើញគាត់ទេតោះតែខ្ញុំមានរឿងអីមួយបាទខ្ញុំឃើញហ្នឹងហើយដល់ពេលហើយខ្ញុំមកដល់ពេញវិញថ្ងៃដូចជាថ្ងៃ7ហ្នឹងហើយបងថ្ងៃ7យប់ថ្ងៃ7ហ្នឹងខ្ញុំជិះទៅគេងផ្ទះពូម៉ាក់ខ្ញុំជិះម៉ូតូម្នាក់មួយបងម៉ូតូម្នាក់មួយជិះម្នាក់ឯងទាំងពីរនាក់មកដល់ផ្លូវចូលផ្ទះពូម៉ាក់ខ្ញុំហត់ដល់គឺដែរមានរឿងអីទេតែដល់ថ្ងៃហ្នឹងខ្ញុំជិះមកដល់កន្លែងហ្នឹងផ្ទះគេដាច់ភ្លើងដល់ពេលផ្ទះគេដាច់ភ្លើងវាលត់ភ្លើងទៅពូម៉ាក់ខ្ញុំជិះទៅបាត់ហើយនៅតែខ្ញុំឯងខ្ញុំឃើញឆ្មាឃើញអីខ្ញុំមកហ៊ានបុកខ្ញុំខ្លាចកិនអីចឹងណាដល់ពេលដែលខ្ញុំជិះមកហ្នឹងខ្ញុំឃើញដំបងធ្ងន់ម៉ូតូខ្ញុំគិតថាវាហើយបែកកង់ហើយម៉ូតូបែកកង់ហើយងាកមើលក្នុងកញ្ចក់ពុបងាកមកក្រោយលេងឃើញមនុស្សម្នាក់មានធំខ្លាំងមែនតែនផុសហើយខ្លួននឹងខ្មៅក្រឹបក្បាលតងោអត់មានសក់សំបីតែមួយសរសៃហ្មងបងហើយម៉ូតូមួយកែវនៅខាងក្រោយហ្នឹងមែនហ្នឹងហើយពេលហ្នឹងគឺគាត់ឡើងមកអង្គុយលើខ្ញុំហ្មងគាត់ឡើងមកអង្គុយពីក្រោយម៉ូតូខ្ញុំហ្មងហើយគាត់ចាប់សក់ខ្ញុំហើយរហូតដល់ខ្ញុំជិះម៉ូតូពេលយប់ខ្ញុំមិនដែរទម្លាក់សក់អីខ្ញុំចងសក់កបួយឬក៏ដាក់ចូលក្នុងអាវតែលើកហ្នឹងដោយសារខ្ញុំហប់ពេកខ្ញុំក៏ដាក់សក់ក្រៅទៅបន្ទាប់មកចាប់សក់ខ្ញុំហើយទាញសក់ខ្ញុំទៅក្រោយហ្មងហើយពេលដែលទាញហ្នឹងខ្ញុំក៏សួរដែរខ្ញុំថាមកមានការអីព្រោះធម្មតាខ្ញុំនិយាយមួយគេបានណាបងខ្ញុំនិយាយមួយគេបានហ្នឹងទៅតែអាចនិយាយមួយគេបានដូចជា2ឆ្នាំក្រោយនេះអីដែរបន្ទាប់មកទៅវិថាសុំទៅនៅមួយផងមកតែ2 3ថ្ងៃក៏បានដែរចាំឲ្យចាំមកវិញតែពេលដែលគាត់និយាយមួយខ្ញុំហ្នឹងគឺមិនមែននិយាយវាថាសុំទៅនៅមួយអីគឺនិយាយបែបលក្ខណៈកាចកំហឹងគឺចង់មកមួយខ្ញុំហ្មងបន្ទាប់មកខ្ញុំប្រាប់ថាទៅអត់កើតទេខ្ញុំទៅនៅផ្ទះគេទេទៅចូលផ្ទះគេមិនកើតហើយតែទៅហើយមកវិញអត់កើតទេមានតែគេយកមកវិញទេបន្ទាប់មកគាត់ថាចេះថាអត់ទេត្រូវតែទៅនៅមួយតែ2 3ថ្ងៃក៏បានដែរស្រឡាញ់ខ្លាំងហើយចាប់សក់ខ្ញុំឡើងជាប់ហ្មងព្រមលែងតោះមកខ្ញុំជិះទៅដល់មុខផ្ទះពូម៉ាក់ខ្ញុំហ្នឹងខ្ញុំដល់មុខដល់អីហើយខ្ញុំប្រាប់ពូម៉ាក់ខ្ញុំថាចេះទៅក្រោយផ្លែតមិញហ្នឹងជ្រុះលុយតែពេលឲ្យពូម៉ាក់ខ្ញុំថាទៅឆ្ងាយអត់បើទៅឆ្ងាយទៅដែរថាអត់ទេនៅចិត្តហ្នឹងខ្ញុំក៏ជិះមកវិញខ្ញុំក៏តម្លាក់កន្លែងដែរឡើងម៉ូតូមកមួយហ្នឹងខ្ញុំថាលើទៅវិញទៅព្រោះអីខ្ញុំមានអ្នកនៅមួយដែរតែនៅមួយច្រើនអ្នកគេឲ្យនៅគេខឹងគេចាប់យកធ្វើអីខ្ញុំមិនដឹងទេខ្ញុំព្រមឲ្យនៅមួយទេបន្ទាប់មកគាត់ក៏និយាយថាចេះគាត់ចុះវាថាចុះហ្នឹងមិនមែនដើរចុះពីលើម៉ូតូគឺផឹបបាត់ហើយទៅនៅមុខខ្ញុំហ្នឹងហ្មងនៅមុខខ្ញុំហើយនិយាយស្លុតច្អល់មុខមកខ្ញុំថាជំមើររកតឃើញឆ្ងាយប៉ុណ្ណាក៏តាមមកដល់ដែរ
ហើយចែខ្ញុំគាត់ចាប់ផ្ដើមឈឺព្រឹកឡើងខ្ញុំរៀបជិះមកនេះហ្នឹងចែថាហើយទៅយក passport យកអីមកជូនចែទៅពេទ្យនៅថៃហើយខ្ញុំក៏ភ្លាមទៅយកអាវយកអីខ្ញុំអត់បានដឹងអីទាំងអស់បងដល់ពេលហើយមានអារម្មណ៍ចែគាត់ឈឺផ្លាយគាត់ឈឺខ្លាំងធ្ងន់ធ្ងរហ្មងមករដងគឺគាត់អាចដល់ថ្នាក់ហ្នឹងឯងដល់ពេលយប់ហ្នឹងខ្ញុំគេងហ្នឹងមានពូម៉ាក់ខ្ញុំមួយទៀតដែលគាត់មកគេងមួយគ្នាហ្នឹងគាត់ថាពេលដែលខ្ញុំពងគេងនៅក្នុងបន្ទប់មួយផ្សេងយប់ឡើងគាត់អង្គុយហូបអីនៅបន្ទប់មួយផ្សេងទៀតមួយចែមួយហៀតែពេលហ្នឹងចែក្តៅខ្លួនបន្តមកទៅគាត់ថាគាត់ឃើញស្មៅដោយតែខ្ញុំឃើញហ្នឹងមៀតធំកម្ពស់ប្រហែលជា2ម៉ែត្រប្រុសវាយក្បិនបងភ្នែកសប៉ុន្តែភ្នែកសហ្នឹងគឺអត់មានភ្លើងចេញជារបៀបថាមើលមកឃើញភ្នែកហ្នឹងសមកធ្លុះមកហ្មងភ្នែកសតែដូចកម្ៅល្ងឹតហ្មងណាឥឡូវខ្ញុំសុំកាត់ចកែមួយដំជាមនុស្សទី2ដែលឃើញម្នាក់ប្រុសតងោហើយភ្នែកសហ្នឹងណាខ្ញុំជាមនុស្សទី3ដែលខ្ញុំគេងឈឺនៅលើខែខ្ញុំមើលទៅពីកន្លែងខែខ្ញុំទៅចុងជើងខ្ញុំអារបៀបមនុស្សយើងឈឺយើងចេះដេកមិនលក់ហ្នឹងណាខ្ញុំក៏បានឃើញនៅនឹងវត្តទ្វារបន្ទប់ដែរគឺមានអ្នកគេស្លឹងមកខ្ញុំប៉ុន្តែមានអារម្មណ៍ថាខ្ពស់ធំតែខ្ញុំមើលអត់ច្បាស់ឲ្យព្រោះដោយសារតែពេលយប់ឡើងគឺយើងបិទភ្លើងគេណាយើងអត់បានចាប់អារម្មណ៍ទេហើយមនុស្សហ្នឹងគឺតាមពួកខ្ញុំរហូតតាមដល់លេងកើតរហូតដល់តែខ្ញុំវាយ passport ចេញពីស្រុកខ្មែរដូចគេហៅថាខាន់សីម៉ាហ្នឹងហើយខាន់សីម៉ាឆ្លងអត់ដល់អត់មាន passport ធ្វើអីខ្ញុំលេងរួចហើយតែមួយប៉ះចំណេះជើងខ្លាំងដែរចូលមកពេទ្យអត់ដឹងទៅពីពេទ្យតទៅក្រៅប្រទេសទៅធ្វើមិនក៏ដោយខ្ញុំត្រូវតែមើលជំងឺហ្នឹងឲ្យជាទោះទាំងថាផ្លូវអបិយជំនឿឬក៏ផ្លូវពេទ្យយ៉ាងណាក៏ដោយគឺខ្ញុំអត់មានបាក់ថាឲ្យអ្នកឯងមកជីជន់ខ្ញុំហើយខ្ញុំក៏ផ្ដាំផ្ញើទៅខ្ញុំនឹងស្ដីឲ្យហ៎បងខ្ញុំថាចេះខ្ញុំនិយាយមួយជាតាខ្ញុំនិយាយសុកហ្មងណាជាតាថាគេធ្វើចឯងមានគេមកតាមហ្នឹងហើយឥឡូវពងជីកអញនេះពងធ្ងន់កចាប់ច្បាច់កខែរហូតថាហើយតនេអីទៅអើយមិនបាច់មករឿងខ្ញុំនេះពេលខ្ញុំធ្វើបនហ្នឹងក៏ខ្ញុំដាក់ទឹកដែរខ្ញុំដាក់ខ្ញុំជ្រួចឲ្យថាចេះបើសិនជាគេមានគេមកប្រើអ្នកឯងដែលជាលក្ខណៈមកអាក្រក់មកឲ្យធ្វើបាបខ្ញុំសូមឧទ្ទិសកុសលផលបនទៅឲ្យអ្នកឯងហើយអ្នកឯងឈប់សាងអំពើអាក្រក់ដើរមកធ្វើបាបគេដោយសារតែគេប្រើហ្នឹងទៀតទៅកុំឲ្យបាបកម្មហ្នឹងសាងរហូតដល់អត់បានទៅចាប់ជាតិហ្នឹងហើយនេះមាន page ប្រហែលជា page គ្រូអីចឹងណាគាត់ខមមិនថាសុំថ្ងៃខែអ្នកទាំង3គាត់ឈ្មោះថាហោរាមហាព្រំហ្នឹងហើយអត់អីទេខ្ញុំអរគុណច្រើនបងហើយខ្ញុំហើយណាមួយទៀតខ្ញុំនិយាយមែន2024នេះអ្នកទាំងអស់គ្នាល្មមឈប់ប្រកួតប្រជែងគ្នាដោយការធ្វើអំពើដាក់អំពើគេដើម្បីឲ្យគេឈឺឲ្យគេស្លាប់ហើយដើម្បីឲ្យគុំដោយសារតការចំណានឈាននេះយើងអាចបានអត់យើងនៅកន្លែងមួយផ្សេងគ្នាផ្ទះផ្សេងគ្នាខ្ញុំរងថ្ងៃខ្ញុំធ្វើការរកស៊ីដើម្បីតែខ្ញុំមានសុភមង្គលក្នុងគ្រួសារដើម្បីតែក្តីសុបាយចិត្តរបស់ខ្ញុំធ្វើការដើម្បីឲ្យខ្ញុំសុបាយចិត្តជាងរាល់ថ្ងៃខ្ញុំអត់មានត្រូវដើម្បីចង់ឈ្នះអ្នកណាគេឬក៏ចង់ផ្សាញ់ឆាអ្នកណាគេហើយអ្នកទាំងអស់គ្នាអ្នកដែលមានអាកំណត់ចឹងអាក្រក់ជាពិសេសផ្ដាំទៅដល់អ្នកដែលធ្វើអំពើនឹងដាក់មកគ្រួសារខ្ញុំណាអាចបានអត់បើសិនជាយើងអត់មានផ្កាមកសួនដូចគេយើងមានផ្កាកន្លះមកតងយើងសុបាយចិត្តរបស់យើងទៅបើសិនជានៅតែប៉ុណ្្នឹងទៀតនៅតែអោបទុកហើយបាបកម្មខ្លាំងណាស់ដែលធ្វើអំពើមនុស្សដូចខ្ញុំព្រោះអីដោយសារតែមនុស្សខ្ញុំរាល់ថ្ងៃហ្នឹងគឺខ្ញុំនិយាយមែនណាមនុស្សយើងអត់ប្រយោជន៍ខ្លាំងមែនតើធ្វើអញ្ចឹងដាក់រឿងគ្រួសារខ្ញុំអត់ប្រយោជន៍ខ្លាំងណាស់មូលហេតុអីអត់ប្រយោជន៍អត់ភ្លើខ្លាំងហ្មងអត់មានសមត្ថភាពនៅក្នុងការប្រកួតប្រជែងជាមួយគេមួយទល់មួយការហុកចំណែនចង់ឲ្យគ្រួសារគេលាយលុតបានតែត្រឹមធ្វើអំពើក្រោយជាតិក្រោយកើតមកលែងខ្លាចជាមនុស្សហើយបើមិនអញ្ចឹងទោះនៅគ្រួដល់រាល់ថ្ងៃអាចធ្វើឲ្យបើឧទាហរណ៍បើអាចធ្វើឲ្យខ្ញុំមានបញ្ហាឬក៏បរិហេតុអីកើតឡើងមកខ្ញុំណាអ្នកឯងនឹងទូហេតុជីវិតខ្ញុំដែលខ្ញុំរស់នៅមួយថ្ងៃដកដង្ហើមទៅឲ្យមនុស្សរាប់រយនាក់យល់ខ្ញុំនិយាយអត់អាចបានអត់ចង់និយាយថាចេះខ្វះអីចង់និយាយថាយើងបើយើងស្អប់គេយើងចង់បកកាយប្រកាន់គេឬក៏ចង់ឈ្នះគេប្រើសមត្ថភាពមកទូមករឿងខ្ញុំមកមួយស្មើមួយខ្ញុំអត់ដែរខ្លាចទេខ្ញុំតែយកសមត្ថភាពខ្ញុំយកប្រគួតប្រជែងគុំធ្វើអំពើអាក្រក់អញ្ចឹងសងខ្ញុំអត់អស់ទេណាខ្ញុំនិយាយតាមត្រង់សងខ្ញុំអស់ទូហេតុរបស់ខ្ញុំក៏អត់អស់ដែរអានេះមិនមែនធ្វើខ្ញុំទេខ្ញុំតាមតែខ្ញុំមើលគេមកហ្នឹងគឺធ្វើមួយម៉េងដោយសារតែខ្ញុំថ្ងៃហ្នឹងចែកដល់អីទៅអង្គុយកន្លែងមួយម៉េងហើយមីមេអំបៅហ្នឹងវាទុំខ្ញុំហ្មងតែពិតខ្ញុំអត់មានរឿងអីមួយគេអញ្ចឹងបើសិនជាមានបញ្ហាអីជាមួយបងម៉េងតើមួយស្មើមួយបងម៉េងតើប្រកួតប្រជែងមួយបងម៉េងកុំធ្វើអំពើឲ្យគ្រួសារគេក្តៅកាហាយអញ្ចឹងខ្ញុំបងម៉េងគាត់ទៅហាមខ្ញុំដាក់បដាសាប៉ុន្តែខ្ញុំសុំដាក់បដាសាហ្មងអ្នកដែលធ្វើរឿងហ្នឹងកើតឡើងឲ្យឡងទៅវិញហើយភ្លើណាធ្វើចាំខ្ញុំណាខ្ញុំដល់គ្រូក៏ដល់ហើយគ្រូក៏រហើយក្បាច់គ្រូម៉ូតអីក៏ខ្ញុំដាក់ឲ្យអស់ខ្ញុំដោះស្រាយខ្លួនឯងឡើងជាឡប់ទៅពេទ្យក៏ទៅដែរទៅពេទ្យមើលអត់ឃើញចូលម៉ាស៊ីនអាមេរ៉េដែលម៉ាស៊ីនទាំងអស់គ្នាសម័យខ្ញុំអាយុទៅប៉ុណ្្នឹងឯង
ខ្ញុំចាំចូលវ័យ30ពេលបងប្អូនទាំងអស់គ្នាខ្ញុំហ៊ានចូលម៉ាស៊ីន CT scan ដែលម៉ាស៊ីនហ្នឹងជាលូហើយខ្ញុំមិនឲ្យគេចាក់ថ្នាំសម្រាប់ខ្ញុំទេហើយខ្ញុំចូលទៅតែម្នាក់ឯងតែគ្រួសារខ្ញុំតែប្អូនខ្ញុំអីក៏ខ្ញុំមិនឲ្យទៅស្ដាប់ជំងឺរបស់ខ្ញុំដែរខ្ញុំចូលទៅតែម្នាក់ឯងហើយម៉ាស៊ីនហ្នឹងត្រូវនៅ5 10នាទីគៀបដៃគៀបជើងនៅហ្នឹងដូចនៅក្នុងមឈូស5 10នាទីចឹងហើយពេទ្យសួរខ្ញុំថាចេះហេតុអីបានអត់ខ្លាចចូលម៉ាស៊ីនហ្នឹងខ្ញុំឆ្លើយមួយម៉ាត់តែមួយពេទ្យទេខ្ញុំអត់ភ័យនឹងខ្លាចចូលម៉ាស៊ីនហ្នឹងទេតែខ្ញុំភ័យខ្លាចដែលខ្ញុំអត់មានឱកាសចូលម៉ាស៊ីនហ្នឹងនៅថ្ងៃក្រោយទៀតហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ័យកុំខ្លាចដែលយើងជួបមួយរឿងហ្នឹងកាត់ឡើងសំខាន់ស្មារតីយើងរឿងមាំអរគុណច្រើនអញ្ចឹងដូចយ៉ារិនគាត់បាននិយាយអញ្ចឹងគឺយើងធ្វើអំពើអីហ្នឹងវាបាបណាស់សម្រាប់ខ្លួនឯងវាមិនមែនតែយើងធ្វើដាក់គេវាជោគជ័យទេតែអាហ្នឹងវានឹងត្រឡប់មករកយើងថ្ងៃណាមួយដដែលទេអញ្ចឹងកុំធ្វើអញ្ចឹងអីប៉ុន្តែសាច់កៅប្រហែលសាច់រឿងសិនមិនអត់តន់ចប់ណាចប់ទៅតែនៅទៀតនៅចឹងយើងខ្ញុំនៅមួយទៀតឲ្យសាច់កៅលាក់ខ្ញុំទៀតហ្នឹងមកយើងស្មាច់ចប់ហើយសាច់កៅតមួយទៀតតាម្សិលថ្ងៃហ្នឹងបនដូចជាបនសិតនេះម្សិលមិញបនម៉ាក់ហ្នឹងហើយយីកៅលឺតិចដាក់ម៉ៃចូលខ្ញុំទៅផ្ទះខ្ញុំទៅផ្ទះបានតែមួយថ្ងៃដោយសារខ្ញុំទៅយកកៅអៅហើយខ្ញុំបានប្រាប់ចេះប្រាប់ហៀប្រាប់អីដែរអញ្ចឹងណាខ្ញុំទៅផ្ទះយកកៅអៅពេលដែលខ្ញុំជិះម៉ូតូហ្នឹងខ្ញុំត្រូវលើកហ្នឹងខ្ញុំអត់ជិះកាត់តាមវិញស្រីខ្ញុំជិះកាត់តាមប៉ូតុងពលានដែលត្រូវជាផ្ទះពូម៉ាក់ខ្ញុំគេងហ្នឹងណាខ្ញុំជិះទៅលើកហ្នឹងខ្ញុំជិះទៅតាមនោះដោយសារខ្ញុំគិតថាអត់ត្រូវបញ្ញាប់ទៅផ្ទះដែរណាមួយជិះចឹងទៅវាភ្លឺផងវាអត់សូវល្ងិតហើយអត់ស្ទះផ្លូវដែរពេលដែលខ្ញុំជិះដល់កន្លែងហ្នឹងខ្ញុំនឹកឃើញថារចូលយកអវ៉ាន់តែខ្ញុំបានតែប្រាប់ពូម៉ាក់ខ្ញុំតែខ្ញុំគិតថារចូលយកអវ៉ាន់ខ្ញុំក៏ឈប់មុខហ្នឹងពេលដែលខ្ញុំឈប់ហ្នឹងខ្ញុំពីចង្ងាយដែលខ្ញុំឈប់នៅមុខផ្លូវហ្នឹងដែលខ្ញុំស្រឡឹងមើលទៅផ្លូវដែលខ្ញុំឃើញដែរឡើងម៉ូតូមកមួយខ្ញុំហ្នឹងគឺខ្ញុំឃើញខ្ញុំនៅតែឃើញដដែលប៉ុន្តែឃើញជាលក្ខណៈថាលើកនេះដូចចង់មកបន្តិចចង់អត់បន្តិចចង់នៅចាំខ្ញុំបន្តិចអីបន្តិចចឹងហើយពេលហ្នឹងខ្ញុំក៏ជិះទៅចូលទៅក្នុងហ្នឹងបងខ្ញុំជិះចូលទៅក្នុងតែមេឃអត់តល្ងិតទេដោយសារពេលហ្នឹងទៅម៉ោង6:40អីទេខ្ញុំជិះទៅដល់ខ្ញុំក៏ឈប់ម៉ូតូតែខ្ញុំមិនបាននិយាយអីខ្ញុំធម្មតាខ្ញុំនៅមើលចឹងណាបងពេលហើយវានិយាយថាចេះវាថាប៉ុណ្ណឹងអត់តអស់ហើយនៅទៀតចាំសិនណាចាំតិចទៀតទេនៅទៀតនិយាយតែប៉ុណ្ណឹងហើយបាត់ហ្មងបងតោះមកខ្ញុំទៅដល់ផ្ទះហ្នឹងខ្ញុំជិះទៅផ្ទះធម្មតាតែពេលដល់ផ្ទះយប់ឡើងខ្ញុំគេងហ្នឹងខ្ញុំយល់សពឃើញថាចេមួយហៀហើយខ្ញុំមួយបងខ្ញុំពីរនាក់ទៀតហ្នឹងទៅដើរលេងកន្លែងមានមនុស្សច្រើនបងតែដល់ពេលទៅដល់កន្លែងហ្នឹងមានអារម្មណ៍ថាគេខ្លាចពួកខ្ញុំឲ្យគេរត់ចេញអស់លេងគេនៅចិត្តទេគេថាមនុស្សឆ្លងរោគគេនិយាយប៉ុណ្ណឹងថាមនុស្សឆ្លងរោគកុំឲ្យនៅចិត្តបន្ទាប់មកគេឲ្យពួកខ្ញុំហ្នឹងទៅកន្លែងមួយដែលវាថាដូចកតុបចឹងតែមិនមែនកតុបពេលពួកអីចូលទៅដល់ហ្នឹងវាមានវាលមួលហលហេវទុកនៅហ្នឹងហើយមានមនុស្សម្នាក់ហ្នឹងមកនិយាយថាចេះអ្នកដែលនៅចិត្តដឹងតែជាប់ទាំងអស់ហើយមិនបាច់ភ័យទេអត់មានតែគេកិច្ចផុតទេជាប់ទាំងអស់គ្រាន់ថាមានការវាថានិយាយក្នុងយល់សពហ្នឹងដូចមនុស្សធម្មតានិយាយគ្នាដូចឌឺដងគ្នាអញ្ចឹងមកនិយាយថាគ្រាន់តែលេងបែបខុសៗគ្នាលេងដូចគ្នាលេងបែបខុសៗគ្នាតែប៉ុណ្្នឹងឯងបងហើយខ្ញុំងើបពីគេងមកព្រឹកឡើងខ្ញុំក៏មកនេះចឹងទៅធ្វើការធម្មតាមានអីទេចាអរគុណច្រើនសិកៅហើយក៏អរគុណច្រើនដល់សមត្ថភាពពិសេសដែលអាចនិយាយជាមួយខ្មោចដឹងរឿងគ្នាដែរហើយក៏មិនមែនជាលើកទី1ដែរនិយាយញយខ្លាំងមែនតើឡើងខ្ញុំពេលខ្លះជីឡានទៅខ្ញុំឃើញមុខវាអត់ស្រួលខ្ញុំសួរហ្មងកាត់អីយប់ឡើងតិចបន្ទាប់កន្លះម៉ោងឡើងខ្ញុំចាំម៉ោងច្បាស់ព្រោះខ្ញុំពេលច្រើនតែខ្ញុំដឹងខ្លួនខ្ញុំមើលម៉ោងកន្លះម៉ោងក្រោយគឺមានអារម្មណ៍ថាមានមនុស្សខ្ញុំអត់ដឹងថាមិនពេលហ្នឹងជប់ខ្ញុំនិយាយចឹងថាខ្ញុំអត់ដឹងថាមនុស្សព្រមមនុស្សស្រីគឺសលេងកញ្ចក់អស់តង់ពួកខ្ញុំហ្នឹងលុបក្រោជាមួយហ្នឹងហ្មងលឺទាំងអស់គ្នាសំឡេងកញ្ចក់អត់តនិយាយទាំងអស់អូអានេះខ្ញុំអត់តនិយាយទាំងអស់បើខ្ញុំយកសម័យថាខ្លាឬក៏ចចកអីយកអីខ្វាចពេញហ្នឹងហើយនេះបាទតែពួកខ្ញុំបើពួកខ្ញុំខ្លាចអត់គឺពួកខ្ញុំអត់ខ្លាចទេពួកខ្ញុំដូចខ្ញុំនិយាយថាបើសិនតែជួបនឹងអីក៏ដោយធ្វើធម្មតាទៅចាហើយបើរឹងប៉ុណ្្នឹងគេធ្វើបាយយកមកខ្ញុំចាំពាក្យនឹងទុកលឺសលេងហ្នឹងបន្ទាប់មកមកតង់ទៀតហ្នឹងតែមកខាងខ្ញុំរត់ឲ្យមានលឺទៅគេអស់តង់តែពួកនោះវិញលឺថាដូចគេហៅតង់ចូលចាខ្ញុំមកថាគាត់ស្ងប់ដូចទៅលឺលើកទី2ពួកខ្ញុំទាញតង់មកគឺគេបងរបៀបថាបើនិយាយដល់ឡៃចឹងនេះមានបានជើពោះហ៎ហ្នឹងហើយមនុស្ស3នាក់ស្រី2ប្រុស1អត់ខ្ញុំនិយាយថាអ្នកហ្នឹងគឺនៅលើហ្នឹងមិនបារាមចំបារាមខ្ញុំអត់ដឹងខ្ញុំមកតកអាយហ្នឹងចាតែនៅតោដើមឈើហ្នឹងហ្មងតោហ្មងរបៀបដូចយើងកំពុងតែកម្លាំងឡើងដើមឈើត្រូវអត់
អារបៀបតោងឡើង អត់ទេឡើងទៅអូម៉ាឡើងទៅដល់កន្លែងហ្នឹងដែលយើងត្រូវឈប់អីបើតែតោងហ្នឹង តោងពាក់កណ្ដាលដើមឈើអញ្ចឹងទៅ ចា បាទតែតូនអាមួយដែលនៅតង់ទី2ហ្នឹងគឺមកដេកច្រែទេមានតែយក5នាក់ទេ5នាក់ទៅបងអធិការថ្ងៃមុនខ្ញុំទៅខួរដងហ្នឹងគឺនោះតិចតែ5នាក់ហ្នឹងទេ 5នាក់ហ្នឹងដែរ បាទបន្ទាប់មកពួកខ្ញុំក៏ឃើញអញ្ចឹងណាបាទរឿងហ្នឹងខ្ញុំចង់និយាយពីមុនកូវីដគេបាត់ទៅបងគេបាត់ខ្ទប់ពេលហ្នឹងពេលខ្ញុំឡើងទៅគិរីរំហ្នឹងខ្ញុំ6នាក់និយាយថាពួកខ្ញុំទៅលើហ្នឹងទៅមានម្នាក់ហ្នឹងគាត់អ្នកឡើងគិរីរំហ្នឹងហ្មងគាត់ខាង rider រ៉ៃដែរអញ្ចឹងគាត់នៅលើគិរីរំហ្នឹងប្រាប់ឲ្យគាត់ពួកគាត់ជួយដំណើរពួកខ្ញុំទៅដល់ហើយពួកពេលហ្នឹងការចំណងខ្ញុំទៅហ្នឹងគឺមានតនធ្វើផ្លូវធ្វើអីទេ ចា ពួកខ្ញុំទៅខែភាសាពេលខ្លះលើកម៉ូតូឆ្លងកាត់ទឹកឆ្លងកាត់ស្ពានឈើបាក់ បងទៅហ្នឹងចំតែពេលមុនគេបិទខ្ទប់ទៅពេលទៅដល់ហ្នឹងទៅគេបិទផ្លូវហ្មងបិទខ្ទប់អត់ឲ្យ យកទៅឡើងដល់លើភ្នំហ្នឹងមានសុវ៉ាយបន្ទាប់មកចុះមកបានមួយថ្ងៃគេប្រកាសបិទខ្ទប់អញ្ចឹងវាមិនចឹងពលហ្នឹងមានសុវ៉ាយបងតែរៀនធ្លាប់ទៅគាត់ឲ្យរៀនដឹងហើយ ចា ឡើងហ្នឹងមានសុវ៉ាយទេបាទបន្ទាប់មកពួកខ្ញុំទៅលេងហ្នឹងហើយពួកខ្ញុំ6នាក់ហ្នឹងបងអត់តែចាំឲ្យពួកខ្ញុំម៉ាអ្នកហ្នឹងពួកខ្ញុំសម្ដីអត់ទៅនេះម៉ានេះពួកខ្ញុំអត់តែខ្លាយអត់តែជំនះពេលហ្នឹងពួកខ្ញុំទៅនៅគ្រីរំហ្នឹងពួកខ្ញុំត្រឡប់បោះតង់ហ្មងគឺអូម៉ាកន្លែងនៅកន្លែងភ្នំហ្នឹងច្រាំងនៅកន្លែងណាគឺពួកខ្ញុំពីច្រើនបោះតង់នៅមុខកន្លែងច្រាំងហ្នឹងមួយម៉ាច់កន្លះអស់យប់ឡើងយើងប្រកាសអីហើយអង្គុយនិយាយគ្នាជាអីសប្បាយលេងអីចឹងណាហើយមនុស្សព្រោះយើងផឹកឲ្យតិចតួចបន្តិចបន្តួចដល់លេងក្នុងគ្រីរំមកបន្ទាប់មកនៅពេលយប់ឡើងពួកខ្ញុំអស់ហើយបន្ទាប់មកពេលយប់ឡើងយើងប្រកាសអីពួកខ្ញុំអស់ងើភ្លើងហើយនៅសល់ភ្លើងតិចតួចឯងទៅពេលខ្ញុំពួកខ្ញុំបង្ខំចិត្តពួកខ្ញុំ3-4នាក់ទៅចូលលុកក្នុងព្រៃហ្នឹងទៅយកបាយតាផ្លែចូលទៅក្នុងព្រៃហ្នឹងបងហ្នឹងហើយបន្ទាប់មកពួកខ្ញុំដើរកាប់ហ្នឹងទៅខ្ញុំឃើញពស់ខ្លាំងទូចធំបង ពស់ខ្លាំងនៅមុខខ្ញុំពស់ខ្លាំងហ្នឹងមិនធំទេខ្ញុំគិតថាប្រប៉ុណ្ណក៏ជើងប្រវែងខែ1ម៉ែត្រទៅ1ម៉ែត្រកន្លះទៅទួញអូខេបន្ទាប់មកពួកម៉ាក់ខ្ញុំអញ្ញាដែលខ្ញុំនិយាយទឹកមុនហ្នឹងនិយាយថាជួយពស់ថាពស់ស្អីហើយឈួតអីមកនិយាយយ៉ាងចឹងចាអរិពស់តែចាំទៅឃើញមែនពួកខ្ញុំបានតាក់បោះកាត់អីមកប្រកាត់ភ្លើងជុំគ្នានៅមុខតង់អីនេះធម្មតាចឹងបន្ទាប់មកយើងចូលដីរៀងខ្លួនហើយពួកខ្ញុំហ្មងបោះតង់គឺមានតង់ហើយវាពីដីហើយគឺមានទូកមានអីចឹងតែពួកខ្ញុំអត់ទេគឺពួកខ្ញុំបើថាបើដេកគឺដេកយកហ្មងអារបៀបមកតង់ហើយដល់ដីយកហ្មងចាបាទបន្ទាប់មកពួកម៉ែខ្ញុំវាមានអារម្មណ៍ថាចេះថានឹងហើយលំបាកខ្លួនមិនដឹងដេកនេះលំបាកខ្លួនហ្មងហើយពួកខ្ញុំបោះតង់ច្រើនមកហើយពួកខ្ញុំអត់ដែរលំបាកខ្លួនលំបាកអីចឹងទេចាហ្នឹងហើយបន្ទាប់មកក៏យើងដេករៀងលាវអូខ្ញុំបញ្ជាក់ឡើងនេះទៅកន្លែងតង់ពួកខ្ញុំដូចខ្ញុំនិយាយថាមិញតង់ពួកខ្ញុំមួយនៅចិត្តពីច្រើនពួកខ្ញុំបោះចិត្តនៅមាត់ជ្រួហ្នឹងយកហ្មង1ម៉ែត្រ2ម៉ែត្រពីមាត់ជ្រួអស់ហើយតង់មួយទៀតដែលគាត់ទៅមកពីល្ងាចខ្ទង់ម៉ោងថាខ្ញុំមកឡើងដល់ម៉ោង6អញ្ចឹងគាត់ឡើងមកដល់ម៉ោង7ហើយគាត់នៅឆ្ងាយពីខ្ញុំនៅខាងក្រោយអញ្ចឹងគាត់មានតែ2នាក់ពូម៉ាក់គាត់ទេបន្ទាប់មកក៏និយាយថាពួកគាត់នៅតអញ្ចឹងពួកខ្ញុំឈប់អស់ហើយដល់ទៅពេលពួកម៉ាក់ខ្ញុំលេខថានេះរមាស់ខ្លោរមាស់អីណាវាអីមកអញ្ចឹងទៅក៏ពួកខ្ញុំសម្រាប់នេះមកពីឯងនិយាយអញ្ចឹងហើយយកក្រែលទៅក្រែលមកចូលមកយើងអញ្ចឹងបន្ទាប់មកចាប់តាមមានរបៀបថាបងដើរលឺកន្លែងទៅប្រហែលខ្មោចដែរអាហ្នឹងលេងខ្លងខេតទេលេងខ្លងខេតមិនហ្នឹងហើយខ្លងខេតទេត្រូវបងអាហ្នឹងអត់ច្បាស់ដែរបងអត់ច្បាស់ពួកខ្ញុំទៅគិរីរំគឺពួកខ្ញុំដឹងថាថ្ងៃអាទិត្យគឺពួកមានមនុស្សច្រើនណាស់នៅលើហ្នឹងសម័យនេះល្បីនៅគិរីរំគឺគេបោះតង់ច្រើនជាពួកខ្ញុំគឺទៅថ្ងៃអាទិត្យគឺពេលល្ងាចគេចង់វិញហើយគឺអញ្ចឹងពេលហ្នឹងពួកខ្ញុំចង់ថាពួកខ្ញុំនៅតែឯងទេពួកខ្ញុំខ្ញុំជីទៅលើហ្នឹងលេងតែមានដែរខ្ញុំលឺខ្ទង់ជាជប់ចាំពីម៉ោងខ្ទង់ថាមិន10ចុះមិន10ជប់បងពួកខ្ញុំដេកខ្ញុំលឺកន្លែងហ្នឹងហ្មងបោះនឹងតិចហ្មងលឺទាំងអស់គ្នាឬក៏លឺតែបងមួយទាំងអស់គ្នាចាតែខ្ញុំទៅ6នាក់មានប្អូនខ្ញុំម្នាក់ដែលវាអត់ដេកដឹងខ្លួនទេដេកនៅកន្លែងពួកខ្ញុំ5នាក់គឺវាដឹងខ្លួនចាបើដល់មកខ្ញុំសួរទៅគេពួកឯង
bài cái mà lang phải với thì chạm bọt đi chừng chứ chứ sao chạm bọt đi kia phải ly được anh á chứ sao nhắm ly rồi đây gì vậy cho người ta ly rồi phải chạm bên mà toàn muối chưa có toàn mùi đó phải chạm bên anh tôi chạm với ấy và tổ pháo còn tôi nhọt bọt mà ta biết mẹ kêu con mùi nhôm nó nhôm tới của mùi mẹ bay mẹ mà toàn bay mẹ miên mà mẹ nó nông phong nó cứ miên kêu sọt là việc cọt ba cọt đứt môi sọt chứ nó ngọt môi sọt mà tươi chân cọt phủ làng đó nước của ta anh mặt sủa lên mình tay chứ nó ngày kết tròn thế này cái kết tròn đặt cuốn đó nên vậy đó ngày kết tròn đặt cuốn thế chứ hay có dục lang cái tao cả lạc bao lang 500 bao 3 của giống cái chọn từ giống đánh khôn nhưng mưa màu cả lạc bao khỏi á cứ miên mà rộng tha miên mình đi nhưng mà đã thăm mình về nó chụp như vậy cho dân tha nhưng mà đã thăm mình đi phò mình đi xài cứ sẽ lên để cho tăng phụ nhóm nó lực cao tụi mình đang một lư được không nè xong đấy cái trò con dễ đó anh nhưng mà con dễ đó bởi giống nhưสมัยถ้าคลาที่ก็จะเจาะไอ้ยศไอ้ควาดเป็นดังไงเนี่ย แต่พวกนี้บอกพวกนี้คลายแล้วคือพวกนี้ว่าคลายพวกนี้ดีจังเลยนะโดยฉันแจกช่วยบึงไอ้ก็ได้ช่วยตอมราไปไอ้บ่อยเรื่องฟังนี่ก็เคยบ่ายยอมยังจำเป็นหนึ่งตุกลื้อสลายหนึ่งประตูม้ามาตังเดี๋ยวนี้เตะมาทางยมรอดไอ้ยืนลื้อđi cái ốc tòng ta buồn đối với lưu tha đi cái hai tòng rồi còn nhau mong sao gọi trường học đây thôi như đây thôi lưu tí của nhóm chuyên tòng máu cứ cái bóng là việc ra bao giờ đây là lại tháng những bạn chơi của thể này mình đi bay nhẹ sấy tí phọt môi ấp nhom để tham nhẹ nâng cái nội lượng nâng mình bờ rạn trong bờ rạn nhưng mà đang nhưng mà to cả hai nó cái nó tao làm chơi đó một tao mỏng là việc tôi chươngกับ pung ta cả lằng la đàm chơi cũng thời gọi là việc tao la lang tao ôi bạn lang tao đó cái lại nó để thời chụp ấy mà tao cái này tao kẹt làm chơi chẳng từ ba nó tôi nó mua để nó tăng tí nó cứ nó cái trái đi nó phải giống kém nhẹ đi kém nhẹ nó bông America ngày 4 nhân tờ của đông nó phải cả kém nhẹ nữa đi kém nhẹ năng đào ba cái tốt mà tôi như quả khơi cho nó thôi mà khoa trở này bên tôi tranh đi đơn tôi giống thôi mà giật lên này tụi nhân tập căn là một con cứ tụi nhân căn mà đẹp mặt đông hói nhà khác bị nhưng ta phải giống nhân tập hay nên tập bên này do tụi nhân cúp vô mà cúp mỏng ba lên này tập cắt lên cái đó men nữa cái đó cũng cúp vô rồi thấy chơi cái năng bồn mẹ nó khai cái ta bồi dân thời thứ ấm cái gì cục dưới nhưng thôi mệt bồn nó lượt nôm ba cái to ma pin lại đây nhom vậy tham ma khỏi nhom bắt tăng nó chết nhom nó ngọt cô quát chi cho tôi đừng cho tôi bên cái đá chụp mỏng cô quát ai cũng nhân cúp này cô quát ai cô quát ai cũng nhân cúp này cứ nhom cha mù cho ba nhưng mà nó bờ rạn nó rồi đó đừng chẳng hạn nơi khom làm chơi nó một cái nơi trong tình này có ba tình này cũng nhom ngọt như vậy mà thấy trong khỏi trong để cho những người đó lấy của những cha mù tự nhiên cho bạn nhưng xong về mình tích lại cái ban trong cái tập từ thật lại đó cứ phụ những mặt đê gì mà vô nó phụ cho mặt đê sao như những ấy bằng cho ngay trắng á hay phụ mai cho mình nè về nó là phụ những việc lang khô ấy giống như sai này những cái chua chết hết đấy về cái ta rồi mà tại phần nào đấy nó gọt đi biết việc đáp tôi trò rồi mà cái ơi tôi phải phun san thì về thọ đường cái đó có cái ơi san tại anh đi nhom nay nó muối bộ đi sao tại cứ pe đẩy dương ớt thuốc rồi có pe đẩy dương san nhưng đại nó cứ được hai kênh chơi mà hỏi dương chẳng đây cái phèm chân rồi đây cái pe nó pe cho nó phụ nhưng có cái thứ hai nó đạm chơi đây là việc ăn mà lừa nó đạm chơi nó bên không như thế hay đạm chơi đấy nó biết gì nhưng cái thứ hai đạm chơi nó đằng lão chứ của những kho khơi như thọt
thốt cho làm chơi nào lão thì tôi những quả ra là mà hết nó không mà đây hay không mà đây thì bị thua đấy thì tôi năm giờ tôi ta thì tôi mà những tôi cả năng mà trương mang vô mà mang tiếp trao vô mà tôi nó thật là tôi những mặt đi gì tôi những mặt đây thật là mong tung một mũi tầm vào tôi như ta tôi bên nữa tôi bên dịp ai tôi bên hay là cái này đấy cứ cho nó biết chào tôi mà nhưng mà tôi thắng tôi chinh mà tôi cho mũi nhầm màu với nhá bọn đi bọc cổ chơi bởi sao người nhóm upload làm tí cái đi bọc cổ chơi mà tôi cho nó vẫn chơi nó là ở nhâm tới hai liền bà đi bọc cổ chơi nhâm chi cục tì hay cục tì nó trong cái ta bởi hiện là nhâm kích màn tích cả cục mà tôi cục tì nó hiện là kích tơ mà chỉ hiện tích cái bay cả tích nữa nhâm sắp chất hồi con mà tôi nhớ bọc nó cổ chơi nhâm bọn លក្ខណៈថាគាត់បានទៅលោតទឹកនៅសម្រាប់ខ្លួនព័ត៌មានហ្នឹងទៅតែថ្មីបងគាត់បានលោតទឹកសម្រាប់ខ្លួនដោយសារវិបត្តិអីខ្ញុំអត់ដឹងទេនិយាយទៅខ្ញុំនឹងគាត់ហ្នឹងក៏ជាអ្នកស្គាល់គ្នាស្និទ្ធមិនស្និទ្ធអីណាស់តែគាត់ថាយើងអ្នកស្គាល់គ្នារាប់អានគ្នាអញ្ចឹងណាបងគាត់តាំងពេលណាដែរហេតុការណ៍នៅចន្លោះពេលណាដែរប្រហែលឆ្នាំហ្នឹងបងនិយាយទៅថ្មីហ្នឹងទេអូខេបាទហ្នឹងហើយបងទៅពេលហ្នឹងហើយយកគាត់លោតទឹកថ្ងៃហ្នឹងគេអត់ទាន់រកឃើញគាត់ឃ្លាមទេបងនិយាយទៅហើយខ្ញុំចេះបងខ្ញុំអត់ដឹងថាខ្ញុំមានអ្វីកាន់ឬក៏អីអត់ទេព្រោះដោយសារខ្ញុំដឹងតែយកសັບមុនមួយខែគឺខ្ញុំត្រូវតែមួយខែក្រោយខ្ញុំត្រូវធ្វើឬក៏យកសັບភ្លាមគឺខ្ញុំធ្វើភ្លាមលក្ខណៈថាយកសັບដឹងមុនទាំងអស់អញ្ចឹងណាបងយកហើយហ្នឹងហើយបងនិយាយទៅពេលហ្នឹងយកសັບពេលដែលគាត់លោតទឹកហ្នឹងយប់ហ្នឹងខ្ញុំបានយកសັບឃើញគាត់យកសັບថាខ្ញុំហ្នឹងបានទៅរកសັບហ្នឹងបងហើយពេលដែលទៅរកហ្នឹងគឺឃើញគាត់នៅកន្លែងថ្មមួយនៅទៅមុខវត្តណាហើយនៅទៅមុខវត្តហ្នឹងបន្ទាប់មកឃើញគាត់ដេកផ្កាប់ហើយក្នុងយោសពហ្នឹងគាត់ពាក់អាវព្រោះស្វាយឯប៉ុន្តែនៅក្នុងនៅការពិតគាត់ពាក់អាវក្រហមអញ្ចឹងណាបងបាទហើយតបមកក្នុងយោសពហ្នឹងខ្ញុំក៏បានឃើញហើយឲ្យអ្នកទុកហ្នឹងគាត់យកគាត់លើកហើយស្រាប់តែពេលទៅដល់ច្រាំងគេត្រូវលើកគាត់ក្នុងយោសពហ្នឹងណាបងស្រាប់តែមាននារីម្នាក់សក់សេះសក់គ្រាវែងបន្តិចមកខ្វេះភ្នែករបស់គាត់នឹងចេញមកខ្វេះភ្នែកចេញយកទៅពាក់នឹងភ្នែកខ្លួនអត់ផងក្នុងយោសពហ្នឹងណាបន្ទាប់ពីហ្នឹងហើយផឹកឡើងខ្ញុំពេលដែលគាត់លោតហ្នឹងអ្នកសាក៏គេស្គាល់គាត់គ្នាគាត់សំណោះគាត់គ្នាអញ្ចឹងណាបងហើយម៉ាក់ខ្ញុំនេះស្គាល់មួយខាងប៉ាគាត់ស្និទ្ធដែរអញ្ចឹងណាបងហើយបន្ទាប់មកក៏ផឹកឡើងខ្ញុំប្រាប់ម៉ាក់ខ្ញុំអត់ទាន់ដឹងសាច់រឿងថាខកឃើញឬក៏អត់ទេខ្ញុំក៏សួរប្រាប់ម៉ាក់ខ្ញុំថាម៉ាក់ខ្ញុំយកសពឃើញគាត់ឃើញនៅមុខវត្តនេះម៉ាក់ខ្ញុំប្រាប់ថាឃើញនៅមុខវត្តហ្នឹងមែនហើយក្នុងយកសពហ្នឹងបងនៅក្នុង Facebook ដែលគេថតហ្នឹងគឺផ្កាប់ដូចគ្នាបងខុសតាអាយឯងនៅទៀនថ្មនឹងដូចគ្នាបេះដាក់ហ្មងហើយនៅពេលដែលនឹងភ្លាមខ្ញុំមិនគិតថាវាដល់ថ្នាក់ហ្នឹងបងយកសពឃើញអញ្ចឹងព្រោះដោយសារនៅក្នុងផ្ទះហ្នឹងគឺខ្ញុំនៅតែម្នាក់ឯងទេក្នុងមួយផ្ទះម៉ាក់គាត់ធ្វើផ្ទះល្វែងអញ្ចឹងគាត់នៅទៅមុខខ្ញុំនៅម្នាក់ឯងក្នុងមួយផ្ទះអញ្ចឹងណាហើយខ្ញុំក៏មិននឹកយកសពឃើញអញ្ចឹងដែរបន្ទាប់ពីហ្នឹងហើយយប់ឡើងខ្ញុំក៏រៀងញ័រសាច់ដែរបងអត់ហ៊ានឆែកព័ត៌មានទេព្រោះមានអារម្មណ៍ថាដូចអត់ស្រួលព្រោះមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ថាដូចតាមតាំងពីម្សិលមិញប៉ុន្តែខ្ញុំមិនប្រកាសថាគាត់ទេព្រោះមុនតែគាត់លោតហ្នឹងខ្ញុំបានជិះកាត់មួយខាមួយអញ្ចឹងណាបងពីកាត់មួយឆាកន្លែងទីកប់សពកប់អីអញ្ចឹងទៅបន្ទាប់ហើយក៏យប់ឡើងខ្ញុំយកសពអញ្ចឹងហ្នឹងក៏ស្អែកឡើងថ្ងៃទី2ខ្ញុំក៏ឲ្យថ្ងៃទី1ហ្នឹងដូចគ្នាតែខ្ញុំឲ្យគាត់តទឹកឲ្យអញ្ចឹងណាបងឲ្យប៉ាខ្ញុំគាត់លក្ខណៈថាគាត់ចូលចិត្តវត្ថុបុរាណគាត់មានគ្រូកាន់មានអីអញ្ចឹងណាបងអញ្ចឹងទៅស្រាប់តែគាត់តទឹកឲ្យម៉ាក់ក៏តទឹកឲ្យដែរបងដល់ពេលដែលតទឹកហ្នឹងណាគឺនៅពេលប្រហែលម៉ោង8ថ្ងៃដែលខ្ញុំយកសពពីផឹកឡើងគឺម៉ោង8យប់គាត់តទឹកឲ្យខ្ញុំគឺខ្ញុំមានអារម្មណ៍ថាមានតែមើលមកខ្ញុំនៅតោមុខខ្ញុំភ្លាមហ្នឹងហ្មងមើលមុខខ្ញុំណាដោយលក្ខណៈថាខឹងបន្តិចឲ្យខ្ញុំមានអារម្មណ៍ចឹងហើយខ្ញុំបែរម៉ាក់ខ្ញុំក៏គាត់និយាយដែរមុខតទឹកនឹងគឺញ័ររហូតញ័រទៅតែខ្ញុំអត់ដឹងខ្លួនណាព្រោះពេលហ្នឹងខ្ញុំសូត្រថប់ផងអីផងឲ្យគាត់តទឹកឲ្យបន្ទាប់យប់ហ្នឹងហើយបងយប់ទី2គាត់មករកខ្ញុំម្ដងទៀតមករកខ្ញុំម្ដងទៀតលក្ខណៈថាយកសពហ្នឹងខ្ញុំបែរជាទៅនៅផ្ទះតូលមុខផ្ទះសពគាត់ហ្នឹងហើយដឹងថាគាត់ស្លាប់ហើយស្រាប់តែក្នុងបន្ទប់ហ្នឹងលក្ខណៈដូចបន្ទប់ហ៊ានណាបងមាន2នាក់មានបងតែខ្ញុំហើយនឹងម្ដាយធំ
របស់ម៉ាក់ខ្ញុំដែលត្រូវបងទី1របស់ម៉ាក់ខ្ញុំអញ្ចឹងណានៅក្នុងយល់សពហ្នឹងមើលសពថ្ងៃទី2ដែលគាត់ត្រូវចាក់ហើយណាបន្ទាប់ពីហ្នឹងហើយបែរពីគាត់ហ្នឹងមករកខ្ញុំគាត់ថាគាត់រកកូនប៉ុន្តែបំណងគាត់ហ្នឹងមករកខ្ញុំឯក្នុងយល់សពហ្នឹងគាត់មករកខ្ញុំមកហើយទ្វាហ្នឹងដូចដាក់ថាបងសមត្ថមិនមែនថានេះខ្ញុំចូលចិត្តមើលរឿងកូរ៉េមើលអីអាទ្វាហ្នឹងវាលក្ខណៈបែបគ្រូទៅគ្រូមកបងគ្រូទៅគ្រូមកវាំងណូនខ្ញុំគ្រូទៅគ្រូមកចាក់សោគឺក្នុងយល់សពហ្នឹងគឺខ្ញុំបតាយបតប់មួយគាត់លក្ខណៈថាទាញគាត់ទាញទ្វាហ្នឹងខ្ញុំបិទទ្វាហ្នឹងឲ្យចិត្តហើយគាត់ព្យាយាមធ្វើមិនដោយទាញទ្វាហ្នឹងស្រាប់តែម្ដាយធំរបស់ម៉ាក់ខ្ញុំនៅក្នុងយល់សពហ្នឹងគាត់ហក់ពីប្អួចហ្នឹងទៅវាយបងស្រីម្នាក់ហ្នឹងទៅវាយទៅចេញហ្មងបងវាយដល់លីបាត់ហើយស្រាប់តែវាយហើយខ្ញុំយល់សពហ្នឹងបងខ្ញុំងើបមក4ព្រឹកបងបាច់នេះឡើងជោកហ្មងមានអារម្មណ៍ថាអូយដូចធូរបន្តិចដូចលក្ខណៈថាមិនទាន់ធូរបន្តិចណាហើយបន្ទាប់មកខ្ញុំក៏ទៅប្រាប់ម៉ាក់ខ្ញុំក៏ថាបើអត់ទៅទឹកយកមិញហ្នឹងទេអាចនឹងគេមករហូតដល់ទេហើយអត់មានអីជួយទេអាចនឹងទៅបានទៅមែនហ្មងបងស្របពីហ្នឹងហើយគាត់បាន2 3ថ្ងៃបងមានក្មេងប្រុសម្នាក់ទៀតលងទឹកនៅកន្លែងនៅខុសគ្នាបន្តិចទេបងលងទឹកដែរអត់ដឹងមូលហេតុលងទឹកចឹងទៅខ្ញុំក៏គិតថាអូប្រហែលជាអាចមកពីសំណាងរបស់ខ្ញុំឬក៏កម្មមិនទាន់ទៅដល់អីចឹងព្រោះខ្ញុំទៅចិត្តធ្វើបុណ្យតែបងឲ្យតែពេលខ្ញុំទៅដល់កន្លែងណាអញ្ចឹងខ្ញុំចូលចិត្តផ្សព្វផ្សាយថាខ្ញុំសូមទិសផលផលបុណ្យដែលខ្ញុំធ្វើនឹងចែករំលែកឲ្យអ្នកដែលស្លាប់ទៅអយុត្តិធម៌អីសូមឲ្យគាត់បានទៅចាប់ជាតិអញ្ចឹងណាបងខ្ញុំចូលចិត្តអញ្ចឹងនៅពេលដែលហើយទៅសពហ្នឹងបែរជាមកហៅខ្ញុំប្រហែលជាកម្មអត់ទាន់អស់បងបានក្នុងយល់សពហ្នឹងម្ដាយធំរបស់ម៉ាក់ខ្ញុំហ្នឹងគាត់ដេកវាយទៅចេញយកហ្មងវាយឡើងបាត់ខ្ទាយបងបន្ទាប់ពីហ្នឹងហើយអ្នកដែលខ្ញុំមកទៅបងអ្នកដែលនៅចិត្តខ្ញុំហ្នឹងគេទៅយកសពគាត់ហ្នឹងគេក៏ទឹកគ្រប់គ្នាព្រោះសិតតែអ្នកគួរហ្មងសិតតែអ្នកគួរនិយាយទៅគឺនិយាយទៅគាត់រុះរាយបងគាត់ស្អាតមកចប់តែដឹងថាគាត់មានបញ្ហាអីទេហើយក៏សុំមែនតើបើខ្ញុំលើករឿងហ្នឹងទៅបើសិនជាគ្រួសារខាងស្ដាប់សពគាត់ស្ដាប់អញ្ចឹងបងព្រោះតែថាអានេះខ្ញុំជួបផ្ទាល់ស្គាល់ប្លេកជីជួនអត់ស្គាល់ប្លេកជីជួអាកបិតកោងហ្នឹងអត់ទេអាហ្នឹងកោងផ្សេងអាប្លេកជីជួរុញហុញជាចាក់កជ្រូកហ្នឹងឯងមែនទេអាហ្នឹងវាមានក្តោងវាប្លេកជីនិយាយអសវីវាចេះអាហ្នឹងមុតណាមុតបងបាទអាហ្នឹងសលៀងវិញមុតណាបាទហើយខ្ញុំមានស្លាកស្នាមនេះមកចឹងហ្មងថតស្លាកស្នាមចាក់ខ្លួនឯងអូចាក់ខ្លួនឯងហ្មងអូយមកចំណិតទៀតអើយមកខាងនេះតិចតែជ្រៅដល់ជំរឿនណាបងចាក់គាត់នៅលបកស្បែកអត់មុតអូម៉ៃគាត់ខាងមុនបាទបកស្បែកអត់មុតហ្នឹងតែបងចាក់មកទៅហឹងហ៎មកទៅហឹងដៃ2បុកមកទៅហឹងចឹងហ្មងបាទចាក់អត់មុតចុះពេលហ្នឹងបងគិតអីមិនទៅចាក់ចឹងពេលហ្នឹងដូចខ្ញុំនិយាយចឹងគ្រប់គ្រងខ្លួនឯងអាការកម្រើចូលបាទដូចរូបមួយវិញ្ញាណ2ហ្នឹងហើយជួបនេះ50បាទអាពេលចាក់ខ្លួនឯងហ្នឹងវាមិនមែន50ទេយើងទៅ10ឯងគេកៅហើយអូយើងទៅ10ឯងគេកៅយើងបានអាញៀនរបស់យើងហ្នឹងបានមកដឹងតែអត់បានធ្វើអីក្រៅហ្នឹងគឺគេអ្នកចាត់ចែងទាំងអស់អាពេលហ្នឹងជិះម៉ូតូទៅឈប់នឹងចកាចន្ទទីចាប់ដើមវានាំយើងរត់ទៅហើយរត់ទៀតបាទទៅដល់ដើមខ្លែងគង់មួយនៅហ្នឹងមានព្រាយមួយប៉ុន្តែវិញ្ញាណយើងដឹងទាំងអស់ចាមានព្រាយមួយដល់ពេលខ្ញុំចង់ចាក់នេះដៃរបស់ខ្ញុំខ្ញុំយើងវារបៀបថាវាចាក់ឲ្យយើងវាខ្សោយចាឲ្យវាហូរឈាមឲ្យយើងខ្សោយកុំឲ្យយើងនៅសល់អីសោះវាគ្រប់គ្រងទាំងស្រុងហ្មងហ្នឹងហើយដល់ពេលអញ្ចឹងចេះបានព្រាយហ្នឹងព្រាយជួយព្រាយកវាសដៃទៅចាក់មកចំហ្នឹងនេះស្នាមចាបុកមកចំហ្នឹងរបៀបថាវារបកដែរវាប្រឆិតរបកដែរចាដល់ពេលអញ្ចឹងក៏វាកាកិច្ចពីព្រាយហ្នឹងវានាំយើងទៅទៀតនាំយើងទៅទៀតហ្នឹងអាកន្លែងហ្នឹងខ្ញុំចាក់ខ្លួនឯងទៅអង្គុយនឹងដុំដល់ព្រៃមួយចាប់ដើមដាក់ម្នាក់ឯងហ្នឹងបាទហើយអាពេលហ្នឹងអ្នកភូមិចាប់ដើមស្រែកបបោកាសរយអ្នកវងចាមដឹងហើយខាងភូមិចុះពេលហ្នឹងចូលជ្រៅភ័យយើងជ្រៅហ៎បងជ្រៅហ្នឹងគេហៅច្អកបាទប្រហែលម៉ោងប៉ុន្មានដែរពេលបងទៅចាក់ខ្លួនឯងហ្នឹងប្រហែលម៉ោង9ហើយ9យប់ហើយបាទ9យប់ហើយម៉ែក្មេកខ្ញុំចាប់ដើមរកគ្រូហើយគេថាផុតពីម៉ោង2:10ទៅចប់ហើយមនុស្សហ្នឹងដល់ពេលអញ្ចឹងម៉ែខ្ញុំទេពីពោធិ៍សាត់ទៅឆ្លោះហ្មងថាបើកូនអញមិនមកដល់រឿងឆ្លោះគ្នាជាមួយអ្នកហ្នឹងបាទឆ្លោះគ្នាជាមួយម៉ែក្មេកខ្ញុំហ្នឹងម៉ែបកើតគាត់ឆ្លោះខរឿងម៉ែក្មេកពេលដែលគាត់មានបញ្ហានេះបាទហើយដល់ពេលអញ្ចឹងអ្នកភូមិស្រែក
បកោករខ្ញុំលឺប៉ុន្តែឆ្លើយអត់កើតយើងចង់ឆ្លើយតែឆ្លើយមិនកើតតែមកដល់ពេលយើងឆ្លើយអត់កើតអ្នកភូមិកាន់តែមកគៀកវានាំយើងរត់ទៅទៀតហើយគាត់ថាអ្នកភូមិនៅអញ្ចឹងយើងរត់អញ្ចឹងគេមើលអត់ឃើញហើយខ្ញុំអាក្នុងចិត្តហ្នឹងប្រឹងហៅគេដែរតែជើងនៅតែរត់ឲ្យឆ្ងាយជើងរត់រហូតដល់រត់ដល់កន្លែងដើមថ្នោតមកជ្រុំហ្នឹងហើយជាដើមថ្នោតពោះ4 5ហ្នឹងមើលឡើងឃើញដើមថ្នោតហើយឃើញផ្ទះម្ដងឃើញជាផ្ទះហ្មងផ្ទះមនុស្សបុរាណនៅហ្នឹងមួយឬក៏ជាភូមិហ្មងផាយជា5ផ្ទះប៉ុន្តែក្នុងហ្នឹងផាយជាមានរបៀបថាដូចមេកន្ទ្រៀងមេភូមិអីចឹងបាទរបៀបចាស់ពីដើមដល់ពេលហ្នឹងចាប់ដើមគេចាប់ហើយគេចាប់យើងប៉ុន្តែគាត់ថាអាពេលហ្នឹងដូចយើងឈរមើលចឹងអាពេលគេចាប់រូបកាយយើងហ្នឹងដូចចាប់ព្រាយហ្នឹងចឹងយល់ហ្នឹងរបៀបថារូបកាយយើងដូចមិនមែនរូបកាយយើងទេទៅជាព្រាយវិញយើងបាទវិញ្ញាណយើងនៅក្រៅកាយខ្លួនអូខេយល់វិញ្ញាណព្រាយវានៅក្នុងខ្លួនយើងយល់គេចាប់យើងចងឡាផ្សេងចឹងហើយចាប់ចងឡាផ្សេងគេចាប់ដើមវាយចេះទឹកវាយរហូតដល់ព្រាយនឹងចេញបាត់យើងចាប់ដើមចូលទៅខ្លួនយើងវិញបាទខ្លួនវិញហើយយើងចាប់ដើមមើលឡើងឃើញផ្ទះហើយពេលហ្នឹងចាប់ដើមលឺគេហៅហើយប៉ុន្តែទ្រាំខ្លួនអស់ហើយអូឈឺវិញខ្លួនហ្នឹងបាទទ្រាំខ្លួនអស់ហើយអូចឹងបានន័យថាវិញ្ញាណក្នុងព្រៃអរុក្ខរៈអ្នកតាអ្នកជួយយើងចឹងបាទអ្នកជួយទម្លាប់របស់ខ្ញុំយល់ខ្ញុំនិយាយពីដើមចឹងព្រោះខ្ញុំរៀនអាមុនមួយហ្នឹងបាទតែតែមានគេឃុំក្រងគេនៅចាំជួយថែអាសាយើងចឹងទៅរហូតដល់ខ្ញុំមកដល់ផ្ទះវិញបានប្រហែលជា 4-10 ថ្ងៃជំនាងផ្ទះមកលិតជង្គង់ថ្វាយអង្គមខ្ញុំអញ្ចឹងបាទដល់ហ្នឹងហ្មងផ្លែចមកបាញ់និយាយស្អីក៏មិនផ្លែចមែនតើអាពេលហ្នឹងខ្ញុំមាននេះខ្លួនឯងវិញហើយគ្រប់គ្រងខ្លួនឯងវិញខ្ញុំស្រ័យជំនាងផ្ទះអូយើងជួយជំនាងផ្ទះវិញខ្ញុំជួយជំនាងផ្ទះដល់ពេលខ្ញុំស្រ័យជំនាងផ្ទះហ្នឹងហើយដល់ពេលហើយគេថ្វាយអង្គមយើងប៉ុន្តែខ្ញុំតើព្រះអង្គម្ចាស់ទេអូទុកជាការអរគុណបាទថ្វាយអង្គមដល់ពេលថ្វាយអង្គមយើងគាត់ថាគាត់ទៅហើយគាត់អត់នៅទេជាងចេះហ្នឹងបាទគាត់ថានៅហ្នឹងវាអត់ល្អយល់គាត់ថាមនុស្សនៅហ្នឹងមនុស្សអត់ល្អអញ្ចឹងជំនាញផ្ទះនៅជួយថែអាសាអត់កើតទេនៅគុំក្រងទេគាត់ថាម្ចាស់ផ្ទះហ្នឹងល្អដែរបានជំនាញផ្ទះជួយថែអាសាបាទអញ្ចឹងបើគាត់ជួយថែអាសាមនុស្សអត់ល្អក៏គាត់បាបដែរបាទហើយពេលហ្នឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំបែកបាក់ពីប្រពន្ធហើយខ្ញុំចែកផ្លូវគ្នាយើងចែកផ្លូវគ្នាខ្ញុំមកជីជាន់នៅខាងតប៉ាហ្នឹងខ្ញុំទៅវិញហ្នឹងខ្ញុំប្រាប់ថានាងថ្ងៃឡើងផ្ដិតមេដៃខ្ញុំផងខ្ញុំនិយាយតែប៉ុណ្្នឹងខ្ញុំនិយាយតែនាងអត់មានថាឆ្លោះប្រើអំពើហិង្សាដាក់គ្នាទេអត់ទេបាទអូនិយាយទៅយើងសន្តិវិធីបាទព្រោះយើងដឹងថាព្រោះនៅមួយគ្នាលែងកើតហើយយើងនៅជាមួយគ្នាវាពិបាកក្នុងការរស់នៅបាទយើងសុខចិត្តបែកចេញហើយដែលយប់ដែលខ្ញុំពងតដេកវាថាយើងមិនតន់រើចេញភ្លាមទេណាយើងដេកហ្នឹងគ្រូចាមហ្នឹងឲ្យមកមួយព្រាយហ្នឹងមកពេលថ្ងៃហ៎អត់ទេមកតាមញៀនយើងអូមកតាមញៀនទេបាទគ្រូចាមហ្នឹងមកគាត់ថាអត់មានបំណងលើយើងទេហើយខ្ញុំហាមដាច់ខាតស្រីនៅហ្នឹងប៉ះពាល់អត់បានព្រោះកូនខ្ញុំស្រីអញ្ចឹងខ្ញុំខ្លាចគ្រូនឹងលេងមនុស្សស្រីទៅប៉ះពាល់ដល់កូនខ្ញុំហ្នឹងហើយកូនខ្ញុំយអូនដាក់អីចឹងណាបាទខ្លាចមានបញ្ហាដល់ពេលអញ្ចឹងគេព្រមព្រៀងដែរព្រាយហ្នឹងនៅផ្ទះហ្នឹងរងថ្ងៃថ្ងៃខ្ញុំទៅលេងកូនក៏ឃើញឈរខ្ញុំដាក់ដែរឈរខ្ញុំដាក់ខ្ញុំស្គាល់គ្នាយកមកបាទប៉ុន្តែគាត់ថានៅផ្ទះហ្នឹងនៅអត់សុខទេអ្នកមានជីវិតគូលកម្មលកោមួយគ្នារហូតបាទវានៅសុខអាហ្នឹងគេធ្វើថែមណាបើសិនជាឧទាហរណ៍គេធ្វើថែមទៀតអានេះសល់តែចំហាយបាទនេះសល់ចំហាយវាមានព្រលឹងនៅហ្នឹងព្រោះគេយកអាខ្លាញ់ព្រាងដើរប៉ាតតាមសសរផ្ទះហើយខ្ញុំតែងតែសុំឲ្យគាត់មុនលោកមកសូត្រមុនលៀងចាញ់តែគាត់វាថាយើងក្មេងនិយាយអត់ស្ដាប់អូខេវាថាគាត់អត់សូវជឿបាទដល់ពេលអញ្ចឹងគាត់អត់នេះទេគាត់អត់ស្ដាប់យើងទេហើយនៅតែអញ្ចឹងដល់ម្ដាយក្មេកខ្ញុំយកប្តីក្រោយឥឡូវប្តីក្រោយគាត់ស្លាប់
ចងកស្លាប់ នៅផ្ទះហ្នឹងហ្មង បាទនៅផ្ទះចិត្តហ្នឹង អូផ្ទះចិត្តហ្នឹង ចងកស្លាប់មកពីធ្វើការវិញបែបដែលហូបបាយហូបអីហើយមួយទឹកស្អាតឡើងទៅចងកមក ហើយក៏ជីវិតផុយស្រួយល្អមែន ដូចខ្ញុំនិយាយខ្ញុំថាកុំប៉ះពាល់មនុស្សស្រីយើនៅប្រុសធ្វើម៉េចទៅមែនហើយផ្ទះហ្នឹងខ្ញុំខ្លាចតែមានបញ្ហាតទៀតយើងប៉ុន្តែគ្រាន់ថាយើងនិយាយទៅវាខ្លាចប៉ះពាល់យើង បាទតែចេះបងដោយសារកូនបងនៅហ្នឹងដែរអញ្ចឹងដោយសារអ្នកគ្រួសារខាងសាច់ថ្លៃបងអត់ដឹងថាបងអ្នកចេះខាងមន្តអាគមអញ្ចឹងឬក៏យ៉ាងម៉េច គាត់អត់ដឹងសំបីឪពុកម្ដាយខ្ញុំក៏អត់ដឹងដែរខ្ញុំអត់ដែរប្រាប់ យើងស្ងាត់បាទ យើង ធម្មតាជីវិតយើងកូនប្រុសយើងធ្វើអីយើងចាអត់ចង់ឲ្យអ្នកផ្ទះបារម្ភទេ ចោលខ្ចាយបែកវែងឆ្ងាយ យល់បងយល់ រហូតដល់ប្តីក្រោយរបស់ម្ដាយក្មេកខ្ញុំនឹងស្លាប់ហ្នឹងក៏ខ្ញុំអត់បានប្រាប់បានអីដែរព្រោះនេះយើងគិតថាតាមតាណាហើយ យៈធ្វើកម្មគាត់ឲ្យអាយុ បើយើងនិយាយក៏និយាយគាត់អត់ជឿដែរ បាទ និយាយដូចបកមកតិចទៀតចាខ្ញុំនិយាយអត់ត្រង់សំបីអាវុធធីក៏អត់ជឿខ្ញុំដែរ បាទ រហូតដល់ខ្ញុំមើលផ្ទះឲ្យគាត់នេះខ្ញុំថាផ្ទះអាវុធធីឯងមានព្រាយ3កូននៅកន្លែងវាំងននបន្ទប់ជាន់ទី2ឆាតមកគាត់ថាត្រូវ 80% បងថាគ្រូសាវុធធីឯងតែតែមានរឿងកម្មកោះលោតាមមែនតែអានេះគាត់ចាប់ដើមជឿខ្ញុំកាលពីដើមទីឡើយខ្ញុំនិយាយគាត់អត់ជឿទេ ចុះដល់ពេលបងចេះអញ្ចឹងបងគិតថាដល់ពេលណាដល់វ័យណាដែលបងអាចដើរជួយមនុស្សជួយអីចឹងណា ខ្ញុំកម្រងខ្ញុំអត់ចង់ធ្វើគ្រូ អត់ចង់ ខ្ញុំអត់ចង់ យើងចង់ធ្វើការងារធម្មតាប្រកបមុខរបរធម្មតា ប៉ុន្តែគ្រាន់ថាយើងខ្លាចយើងជិះអត់ផុត ដូចយើងត្រូវដល់ថ្ងៃដល់ខែយើងត្រូវស្នង ព្រោះអាយុខ្ញុំបើតាមខ្ញុំដឹង45អាហ្នឹងពេលយើងធ្វើទៅអត់មានបញ្ហាអី ល្អបំផុតនិយាយទៅចាប់ដើមពី45ហ្នឹងល្អ 45 តែយើងត្រូវការរៀនថែមអត់ពេលដែលយើងធ្វើគ្រូធ្វើអី រៀនរឿងវិជ្ជាយើងមិនអាចថា រៀនអត់ចេះចប់ បាទរៀនចប់បានទេវាត្រូវការរៀនរហូតសូម្បីរាល់ថ្ងៃក៏ខ្ញុំរៀនរហូត តែយើងរៀនតាមណាបង ខ្ញុំដកស្រង់ពីធម៌ព្រះ ស្វែងយល់ខ្លួនឯងខ្លះដូចអ្នកគីមីវិទ្យាអញ្ចឹងតេស្តនេះតេស្តនោះចេញមុនមក គាត់ប្រាប់រឿងមុនវេទ បាទ កាត់ចេញពីធម៌ព្រះ បាទ ព្រោះប្រភេទមុនវេទហ្នឹងគេហៅត្រៃវេទបានន័យថាត្រៃទាំងឋានសួគ៌ឋានខ្ពស់ព្រោះមុនហ្នឹងបង្កើតចេញពីពពួកទេវតាអង្គនេះបង្កើតចេញទៅច្រកនេះអង្គនេះបង្កើតចេញទៅច្រកនោះអញ្ចឹងណា បាទ ធ្លាប់មានបងមួយគាត់ធ្លាប់ចូលទៅរៀនកន្លែងគ្រូខ្ញុំដែរគាត់ធ្លាប់ចូលទៅកន្លែងតំបន់ចៃដន្យកន្លែងភពចៃដន្យក្លៀកសវៈសចូលទៅរៀន បាទ ហើយគាត់រៀនក្នុងម្នាក់រៀនបានមួយមុខឯងគាត់រៀនខាងហៅពោះ ហៅពោះ កាលជំនាន់ហ្នឹងខ្ញុំនៅតូចតែហៅទៅអី គាត់អ្នកចាប់ពោះលក់ដល់ពេលគាត់ចេះអញ្ចឹងគាត់ស្រួលហៅថ្ងៃហ្នឹងគាត់ចាប់ពោះអ្នកតាពោះអ្នកតាប៉ិនផ្លូវខ្មៅសកលហៅមកធ្លោច្រកមួយមកបេឆ្នោតយើងយកលក់ទៅ យកលក់តអ្នកភូមិមកខាត់ណាអ្នកភូមិមកខាត់ហ្នឹងហើយថាពោះអ្នកតាគាត់នៅប្រឡែងពីមាត់បេរូទៅដល់កណ្ដាលស្រះហ្នឹងលិចបាត់មិនដឹងពោះហ្នឹងទៅណា តែបើយកលក់នឹងមានរឿងឯកាត់ឡើងណា ខ្ញុំមិនសូវដែរប៉ុន្តែគាត់ថាគាត់អ្នកខ្លាំងខាងហ្នឹងដែរគាត់អ្នកជំនាញខាងហ្នឹងវាប្រហែលជាអី អូខេបង អូខេខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍មួយមិនសូវធ្ងន់ធ្ងរទេតែមុនពេលគ្រោះថ្នាក់មួយយប់ខ្ញុំបានយល់សពឃើញមនុស្សស្រីម្នាក់ដេញតាមខ្ញុំហើយគប់កំបិតត្រង់មកផ្ទៃមុខខ្ញុំតែខ្ញុំយកដៃរងទាន់ទើបត្រូវដៃវិញជាក់ស្ដែងពេលដែលជួបគ្រោះថ្នាក់ពិតខ្ញុំព្យាយាមយកដៃនិងស្មាអូសថ្នល់ទើបរបួសមិនត្រូវមុខតែដៃនិងស្មានៅសល់ស្នាមដល់រាល់ថ្ងៃកន្លងមកប្រហែលជា5ទៅ6ខែខ្ញុំឈឺហើយត្រូវវះកាត់តម្រូវឲ្យសម្រាប់នៅពេទ្យចឹងមានន័យថា5ទៅ6ខែទៀតគឺគាត់ចាប់ផ្ដើមត្រូវឲ្យសម្រាប់នៅពេទ្យទៅណាព្រោះដោយសារតែគាត់ត្រូវវះកាត់តម្រូវឲ្យអាស្នាមដែលនៅសល់ហ្នឹងវាអត់ទាន់ជាសាស្ថានភាពបន្ទប់ដែលខ្ញុំសម្រាកក្នុងបន្ទប់មានគ្រែអ្នកជំងឺ4
ហើយថ្ងៃនោះមានខ្ញុំម្នាក់គាត់នឹងម៉ាក់ដែលនៅកំដរមិនមានអ្នកជំងឺផ្សេងទៀតទេនៅក្នុងបន្ទប់ដោយត្រូវថ្នាំពេទ្យចាក់ផងខ្ញុំក៏កងួយគេងអស់កម្លាំងខ្លាំងមែនតែនខ្ញុំគេងស្រាប់តែយល់សប្តិឃើញក្នុងបន្ទប់ស្រាប់តែមានខែ5ហើយមានមនុស្សស្រីម្នាក់ទៀតនៅលើខែហ្នឹងហ្មងខ្ញុំក៏ភ្ញាក់ខ្លួនឡើងស្ថានភាពបន្ទប់មានតែខ្ញុំនឹងម៉ាក់ទេនៅខែ4ដដែលតែខ្ញុំសង្ងំគេងវិញតែចាប់ផ្ដើមបិទភ្នែកលលាវដៃដែលព្យួរសេរ៉ូមដូចត្រូវមានអ្នកមកចាប់កន្ត្រាក់ដកចេញមកទៅហឹងខ្ញុំក៏អត់ដឹងខ្លួនឡើយខ្លាចខ្លួនឯងគេងបំរាស់ដាច់សេរ៉ូមតែដឹងខ្លួនឡើងមកទម្រង់ដែលខ្ញុំគេងនៅដដែលមិនប្រែប្រួលទេពេលសង្ងំគេងទៅវិញសកម្មភាពបែបនោះកាត់ឡើងដដែលទៀតខ្ញុំគិតថាប្រហែលជាអត់ទាន់អស់ថ្នាំទើបល្វើល្វាយអត់បានប្រាប់ម៉ាក់ដល់ស្អែកឡើងម៉ាក់ទៅផ្ទះដូរឲ្យមីងមកមើលខ្ញុំម្ដងពេលមីងខ្ញុំមកដល់មិនបានឃើញខ្ញុំនៅបន្ទប់ទេគាត់ក៏ចេញទៅសួរពេទ្យតែពេទ្យថាមិនបានយកខ្ញុំមកលាងរបួសទេគាត់ក៏មកមើលបន្ទប់ម្ដងទៀតវិញស្រាប់តែឃើញខ្ញុំគេងនៅលើពេទ្យធម្មតាហ្នឹងតែស្រាប់តែឃើញខ្ញុំគេងនៅលើពេទ្យធម្មតាហ្នឹងពេទ្យក៏ប្រាប់ថាប្រហែលចូលបន្ទប់ទឹកទេមើលទៅក៏ឲ្យឆែកបន្ទប់មើលកន្លងពេលដែលគាត់មករកខ្ញុំអង្គុយគេងរសាប់រសល់ពីពេលយប់ផងត្រូវថ្នាំផងសឹមតែគេងមិនដឹងខ្លួនតែចាំបានថាខ្ញុំបើកភ្នែកផឹមឃើញមីងខ្ញុំកំពុងនៅក្នុងបន្ទប់ខ្ញុំព្យាយាមសួរគាត់ថាហាមាត់តិចក៏គេងទៅវិញដឹងខ្លួនម្ដងទៀតពេលគាត់នឹងពេទ្យមកដល់ម៉ាក់ក៏ត្រឡប់មកវិញរួមម៉ាក់និងមីងបាននិយាយអ្វីទេខ្លាចខ្ញុំខ្លាចក៏សុំបដូរបន្ទប់មុននឹងចេញខ្ញុំមកឃើញម៉ាក់រៀបចំនំសែនផ្លែឈើសែនខ្លះដែរពីពេលនោះមកខ្ញុំក៏ជឿលើការយល់សប្តិខ្លួនឯងហើយគេតាមធ្វើបាបខ្ញុំពេលដែលខ្ញុំទន់សោយពេលខ្លះព្យាយាមចូលតែខ្ញុំមានស្មារតីនៅនឹងជាមួយអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាចេះអ្នកដែលមកអុកលុកគាត់អ្នកដែលឃើញហ្នឹងណាគឺពេលហ្នឹងគាត់ពងឈឺហើយព្យាយាមចូលគាត់ដូចរបៀបហាខ្មោចចូលណាប៉ុន្តែគាត់ពង្រឹងស្មារតីគាត់នៅពេលហ្នឹងទោះគាត់ឈឺមិនក្តៅទេគាត់អត់ព្រមឲ្យម្នាក់ហ្នឹងចូលគាត់ទេមិត្តភក្តិនៅចិត្តដាស់សតិមកវិញពេលដែលខ្ញុំនិយាយសុកក៏បដូរសម្លេងចេញជាមនុស្សផ្សេងដែលមិនមែនជាសម្លេងខ្ញុំមួយរយៈនោះខ្ញុំមិនសូវនៅម្នាក់ឯងទេពេលដែលនៅម្នាក់ឯងចេះតែមានអារម្មណ៍ថាចង់ស្លាប់រហូតដល់ម៉ាក់យកទៅស្រោចទឹកពាក់ខ្សែការពារនិងស្អុំប្អូនតាមរក្សាពីររូបទៅភូស្រាតែកន្លងពេលដែលមានប្អូនតាមថែខ្ញុំមិត្តខ្ញុំក៏ឃើញខ្ញុំជិះម៉ូតូឌុបក្មេងមករៀនជាចុងក្រោយខ្ញុំសូមអរគុណបងដែលបង្កើតកម្មវិធីនេះឡើងអាចឲ្យបងដទៃទៀតចែករំលែករឿងផ្សេងគ្នានឹងដំណោះស្រាយសម្រាប់អ្នកដែលមិនជឿសូមកុំប្រមាថហើយក៏សូមកុំបំពានសាសនាត្រីព្រោះជាការគោរពរបស់ជាតិសាសន៍ផ្សេងគ្នាអរគុណបងឃើញវាផ្ទះនៅហ្នឹងមានអ្នកស្អប់មានអ្នកអត់ចូលចិត្តហើយវាខ្មោចហ្នឹងទៅពេលគាត់ទៅដល់ហ្នឹងណាវាឆ្លើយដាក់គាត់ណាវាធ្វើលៀនអីដាក់គាត់អីអញ្ចឹងណាពេលហ្នឹងគាត់រត់ទៅទាំងយប់ទៅវាថាទៅកតុបនឹងទាំងយប់ប៉ុន្តែដោយសារតែយូរអត់មានរបស់របរអីនេះអីចឹងទៅក៏អត់បានទៅហើយគាត់ថាលេងអីទេគាត់និយាយមួយវាហើយអីចឹងណាសម្រួលវាហើយលេងអីប៉ុន្តែពូម៉ាក់ខ្ញុំមួយទៀតហ្នឹងដែលឈ្មោះពូណាហ្នឹងវាអត់សនុកក្នុងចិត្តទេវាអត់វាថាដូចវាអត់ទុកចិត្តចឹងមិនអីចឹងវាពលឺឬក៏កុហកអីចឹងណាវាអត់អស់ចិត្តវាក៏ទៅលោកឲ្យលោកមើលម្ដងខ្ញុំភ្លេចប្រាប់ពេលដែលបងស្រីហ្នឹងពេលដែលបងមួយដកព្រលឹងទៅមើលកតុបហ្នឹងគាត់និយាយថាលេងអីហើយគាត់និយាយមួយគេហើយប៉ុន្តែរងថ្ងៃវានៅតែទទួលអារម្មណ៍នឹងមកដដែលមកយល់ដូចអត់បាត់ទេអារម្មណ៍ដែលខ្លាចដែលគេឲ្យមកខ្លាចណាហើយនឹងឃើញចង់ភ្នែកពេលចាក់សោអីគឺភឺសបល់ខ្ញាក់យកហ្មងគឺអត់បាត់ទេចឹងទៅវាក៏អត់អស់ចិត្តវាទៅលោកអូយខ្ញុំនិយាយញ័រដៃភ័យនៅផ្ទះម្នាក់ឯងវាក៏ទៅលោកឲ្យលោកមើលដល់ពេលលោកមើលទៅលោកថាហ្នឹងហើយគេនៅហ្នឹងហើយរងថ្ងៃអាប៉ហ្នឹងអត់ឃើញដោយសារតាគេធ្វើឲ្យបានហ្នឹងដោយសារតាមានថ្មិញយាយតាមការពារហើយនឹងបើវូណាវិញវាមានជំនាញផ្ទះជំនាញកតុបនៅហ្នឹងជំនាញកតុបតាយាយនៅហ្នឹងបងវាថាគេស្រឡាញ់ចូលចិត្តវាអញ្ចឹងទៅគេតាមថែសាវាអញ្ចឹងណាហើយណាមួយរិស័យវារៀងខ្ពស់ដែរអញ្ចឹងវាអត់ឃើញទេវាមើលអត់ឃើញទេខ្វាយហ្នឹងវាធ្វើអីវាអត់បានទេប៉ុន្តែថាបើអាណិតគេសណ្ដោះបណៃគេហើកតុបចេញទៅឬក៏មិនអីមិនអញ្ចឹងព្រោះដោយសារពេលដែលវានៅហ្នឹងទៅពេលដែលវាដើរកាត់គេទៅមកគឺគេក្តៅកាហាយបងគឺគេក្តៅកាហាយដូចថាមនុស្សវាមានបនអញ្ចឹងដល់ពេលដើរកាត់ពួកនោះអញ្ចឹងទៅវាក្តៅវាកាហាយដូចអញ្ចឹងទៅក៏វាខឹងវាតាមប្រឡាចតាមអីរហូតប៉ុន្តែវូណាហ្នឹងគឺវាមើលអត់ឃើញទេពេលអញ្ចឹងទៅលោកតាថា
បើអត់ហើផ្ទះធ្វើអត់ចង់ហើអត់អីទេបើយើងមានអីញ៉ាំមានអីចឹងបេះបោចដាក់ឲ្យវាបន្តិចបន្តួចចឹងណាប៉ុន្តែមីប៉ហ្នឹងវាប្រាប់ថាបាច់ដាក់ឯងកុំដាក់ឲ្យវាអញ្ចឹងដាក់អញ្ចឹងដូចយើងសែនអីឲ្យវាអញ្ចឹងសែនឲ្យខ្មៅអីអញ្ចឹងណារបៀបអញ្ចឹងវាអត់ចូលចិត្តអញ្ចឹងណាបងហ្នឹងទៅក៏អត់ដាក់ហើយលោកហ្នឹងក៏និយាយថាហើយមួយខ្មោចហ្នឹងវាមានរូបរាងខ្មៅហើយកតឿសក់វែងហើយវាអញ្ចឹងដល់ពេលវាមើលអីហើយអីអញ្ចឹងក៏វាមកផ្ទះវិញអីណាបងហើយដល់ពេលថ្ងៃណានោះប៉នវាអត់នៅផ្ទះទេហើយវូណាហ្នឹងវានៅផ្ទះម្នាក់ឯងវានៅផ្ទះម្នាក់ឯងរបៀបថាអត់សុកអត់អីអញ្ចឹងក៏មិនដឹងធ្វើអីបោះផ្ទះបោះអីទៅរៀបចំផ្ទះបោះផ្ទះបោះអីទៅតែដល់ពេលបោះផ្ទះហ្នឹងមានអារម្មណ៍ឲ្យអារម្មណ៍មកខ្លាចទៀតដូចថាពេលអាពងបោះផ្ទះដូចមានណាគេឈរមើលមកអញ្ចឹងយើងមានអារម្មណ៍តែទទួលមកអារម្មណ៍ខ្លាចឲ្យព្រឺសបល់ខ្ញាក់មករហូតអញ្ចឹងណាហើយក៏វាយកទូរស័ព្ទទៅម៉ែនិយាយមួយម៉ែឲ្យប្រាប់ម៉ែថាចេះម៉ាក់អើយម៉ែឯងនៅនិយាយទូរស័ព្ទលេងមួយកូនតិចព្រោះកូនខ្លាចខ្មោចវាអញ្ចឹងម៉ែក៏និយាយមួយហើយពេលវាឡើងនិយាយមួយម៉ែវាជក់មាត់ជក់អីហ្នឹងកាយវិការកាយអីហ្នឹងក៏ឈប់បោះផ្ទះហើយក៏ដាក់អំបោះហ្នឹងនៅលើកផ្លូវដល់ពេលឡើងកាយវិការចោះកាយវិការឡើងឈូមបោះដល់ពេលអាឈូមបោះហ្នឹងអោនទៅរើសហើយអោនទៅរើសហ្នឹងវាគិតថាវាអោនរើសធម្មតាវាអត់ចាប់អារម្មណ៍អីវាអត់មានបានគិតអីទេអោនទៅរើសវឹបយើងឆ្នោកក្បាលទៅវាមិនក្រោមជើងនៅពាក់កណ្ដាលជើងនៅចដាហ្នឹងមកឲ្យមើលលេងឃើញវាហ្មងឃើញមីនឹងហ្មងរុករៀងដូចលោកប្រាប់ចឹងខ្មៅកតឿសក់វែងមនុស្សឈរនៅចដាហ្នឹងកាច់ខ្លួនមកក្រោយមកយល់អត់បាត់ខ្លួនមកក្រោយឲ្យដូចសัตว์ពីងពីងចឹងតែវាមកជើង4ណាវាឡើងមកចដាហ្នឹងមកស្ទុះឡើងវឹងហ្មងហើយមនុស្សវាឃើញចឹងវាភ័យវាពិសេសវាភ័យរត់ចូលក្នុងផ្ទះស្រែដល់ពេលឲ្យប្រាប់ម៉ែចុះអូយម៉ែអើយខ្ញុំឃើញវាហើយទៅពេលឲ្យក៏ម៉ាក់គាត់នឹងប្រាប់ថាបើមិនចង់អុចធូបឈ្នាងផ្ទះទៅបើឈ្នាងផ្ទះតាមថែសាគាត់ឯងអុចធូបទៅអុចធូបពេលអុចធូបឲ្យវាភ័យវាឃើញអត្តភាពហ្នឹងបើឲ្យមើលអាណាគេមិនខ្លាចរូបរាងឡើងខ្មៅហើយក៏ទឿហើយសក់ឡើងវែងអូសដីនេះឲ្យមើលលេងបាត់កមកក្រោយអាបាត់ខ្លួនទៅក្រោយឲ្យដើរមកធ្វើវាដូចជើង4ធ្វើដូចសัตว์ពីងស្ទុះមកវឹងអញ្ចឹងម៉ែមើលហើយភ្នែកឡើងលៀនថ្លែទៅពេលឲ្យឲ្យធុកទៅវាខឹងវាម៉ែវាខឹងវាខ្លាចវាខឹងវាពេលវាស្រែកចេមិនខ្មោចនឹងហ្មងហើយទៅពេលពេលនឹងមកក៏ស្អីទៀតឈប់នឹងហើយទៅពេលហើយវាក៏ប្រាប់មីប៉ថាវាឃើញវាអីអញ្ចឹងណាហើយមីប៉ក៏ហៅមិត្តភក្តិគាត់ដែលចេះដកប្រឡងមើលមកកតុបនឹងទៅពេលមកកតុបនឹងទៅវាមើលអីចរចានិយាយអីគាត់មកអត់និយាយមួយវាហាក់គាត់មកទៅវាអុចធុកអីឃើញលឺសូរសលេងតែមកខាងយល់អត់យើងស្ដាប់សលេងលឺសូរតែបងមួយនឹងនិយាយតែមកខាងទេតែមកខាងទៀតយើងនិយាយយើងស្ដាប់លឺដូចខាងគាត់ដកប្រឡងទៅគាត់និយាយមួយខ្មោចនឹងអញ្ចឹងណាបងប៉ុន្តែយើងស្ដាប់មីខ្មោចនឹងនិយាយលឺទេស្ដាប់លឺតែគាត់និយាយទេពេលបន្ទាប់មកគាត់ក៏ចេញមកវិញគាត់និយាយថាចាវានៅតែតាមអញ្ចឹងវានៅតែតាមបន្លាចតាមលងអញ្ចឹងព្រោះដោយសារនូរិស័យខ្ពស់ទៅពេលវានៅហ្នឹងវាក្តៅកាហាយខ្លាំងដើរទៅវាក្តៅវាខឹងវាហើយថារងថ្ងៃអាកន្លែងប្រឡោះប្អូចបងប្រឡោះប្អូចយើងបិទវាំងននអីចឹងតែវាំងននហ្នឹងវារៀងទូជាងប្អូចយើងទៅវាសចន្លោះចាមីខ្មោចហ្នឹងមនុស្សមកលងតែងសូនៅហ្នឹងហ្មងមានសូតលាក់កលៀនដាតលៀនភ្នែកលៀនអីយល់ទៅវាប្រឡាចយើងហ្មងវាព្យាយាមប្រឡាចយើងប៉ុន្តែវាថាមានវូណាគេរិស័យខ្ពស់ហើយក៏មានជំនាញផ្ទះជំនាញអីតាមថែសាគេអញ្ចឹងតែពេលអញ្ចឹងទៅគេមើលវាអត់ឃើញគេអត់ខ្លាចវាប៉ុន្តែវាប្រឡាចនឹងរងថ្ងៃអញ្ចឹងបានពេលដែលវាដេកវាតតែងមានអារម្មណ៍ថាខ្លាចដូចមានមនុស្សនៅហ្នឹងតែគ្រាន់តែមើលអត់ឃើញទេបន្ទាប់មកក៏នៅនឹងបានស៊ូទ្រាំនៅនឹងមួយខែដល់ពេលមួយខែនោះក៏ផ្ទុះកូវីដទៅក៏វារើផ្ទះចេញទៅក៏លេងបានជួបលេងអីចឹងទៅសួស្តីបងប្អូនទាំងអស់គ្នាហើយក៏ជំរាបសួរដល់បងពិធីករទាំងពីរដែរថ្ងៃនេះខ្ញុំរៀងភ័យបន្តិចរដងនិយាយរឿងអត់ដែរភ័យទេតែថ្ងៃនេះមានអារម្មណ៍ថាភ័យខុសពីធម្មតាហើយក៏មានសាច់រឿងមួយដែលខ្ញុំបានមកពីប្រិយមិត្តអ្នកស្ដាប់របស់ខ្ញុំដែរគាត់ចែកម្លែកមកហើយក៏ខ្ញុំចង់ចែកម្លែកបន្តទៅកាន់កម្មវិធីខ្មោចមានពិតឬក៏ការពិតមានខ្មោចសាច់រឿងនេះគឺបានកើតឡើងកាលពី7ឆ្នាំមុនទៅលើបងប្រុសម្នាក់ដែលគាត់រស់នៅខាងគៀនស្វាយផ្លូវជាតិលេខ1បងប្អូនទាំងអស់គ្នាហើយគាត់បាននិយាយថាកាលហ្នឹងគឺគាត់នៅដល់ដើមដៃចុះ
ហើយគាត់មកធ្វើការនៅទីក្រុងភ្នំពេញយើងដោយគាត់គឺជាជាងខាងពីដានជាងខាងថ្នាំអីចឹងទៅការមហឹកនោះគឺប្រពន្ធគាត់ទៅតែសម្រាប់កូនជាទូទៅមកសប្តាហ៍ឬក៏3-4 ថ្ងៃអីបានគាត់ទៅលេងផ្ទះម្ដងតែដោយសារតែពេលនឹងប្រពន្ធគាត់កូនខ្ចីអញ្ចឹងគឺគាត់ទៅស្ទើរតែរាល់ថ្ងៃបងប្អូនទាំងអស់គ្នាដោយសារតែទឹកចិត្តជាឪពុកស្រឡាញ់កូនបារម្ភពីប្រពន្ធអីចឹងទៅអញ្ចឹងឯនោះគាត់ថាគាត់មកធ្វើការធម្មតាក៏ប៉ុន្តែពេលដែលគាត់ជិះតាមផ្លូវមកដល់ត្រង់ចំណុចមួយនៅលើផ្លូវជាតិលេខ1ហ្នឹងព្រលឹមម៉ោង6មកគាត់បានឃើញគ្រោះថ្នាក់ចរាចរណ៍មួយរវាងសិស្សសាលាជាមួយនឹងឡានធុនធំដោយសិស្សសាលា2នាក់ហ្នឹងគឺត្រូវបានឡានកិនពីលើខ្ទេចនិយាយទៅគឺសាកសពហ្នឹងគឺបែកស្អិតជាប់នឹងខ្នល់មកខួរឬក៏គ្រឿងក្នុងអីគឺរីពេញខ្នល់ជាប់កង់ឡានជាប់អីអញ្ចឹងគាត់ឃើញហ្នឹងគាត់មានអារម្មណ៍ថាងឹតមុខគាត់មានអារម្មណ៍ថាភ័យអញ្ចឹងគាត់ក៏ជិះហួសមកមិនបាននៅមើលអីច្រើនទេនៅពេលដែលគាត់ជិះហួសមកដល់កន្លែងធ្វើការក៏ធ្វើការកើតទៀតញ័រដៃញ័រជើងភ័យអីចឹងទៅតែដោយសារតែយើងត្រូវតែធ្វើការអីទេក៏ធ្វើការធម្មតាទាំងដែរអារម្មណ៍រៀងដូចសម័យទៅឃើញរូបភាពសម័យទៅឃើញរូបភាពមកគាត់ត្រូវចេញម៉ោង5ទេគាត់ត្រូវចេញម៉ោង5តែថ្ងៃហ្នឹងនៅកន្លែងធ្វើការគាត់មានបញ្ហាហ្នឹងគឺដោយសារតែមានជាងមួយក្រុមទៀតផ្នែកផ្សេងហ្នឹងគឺធ្វើឲ្យមានបញ្ហាបាត់របស់នៅក្នុងការដ្ឋានណាអញ្ចឹងគឺគេអត់ទាន់រកមុខអ្នកនៅក្នុងនឹងឃើញទេអញ្ចឹងគេត្រូវតែចាក់សោបិទលបងកម្មករទាំងអស់ដែលធ្វើការនៅក្នុងនឹងដើម្បីឆែកឆេរឬក៏រកដំណោះស្រាយសិនមុននឹងឲ្យចេញទៅទៀតអញ្ចឹងគាត់ថាទោះបីជាក្រុមរបស់គាត់មិនមែនជាអ្នកដែលរបៀបថាអ្នកធ្វើឲ្យបាត់ណាក៏ត្រូវនៅជាមួយគេជាមួយឯងដើម្បីរកដំណោះស្រាយដែរតម្រាំតែរកឃើញអ្នកដែលបកហេតុតម្រាំតែរកឃើញអ្នកដែលលួចរហូតដល់ម៉ោង 9 កន្លះយប់អញ្ចឹងបងប្អូននឹងស្រាប់ហើយ 9 កន្លះយប់ជិះទៅដំដែករហូតដល់ហួសផ្សារកាគីទៀតនោះមិនមែនចិត្តណាអញ្ចឹងគឺគាត់ជិះតាមផ្លូវទៅគាត់ថាជិះបដាមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងបដាតែគ្រាន់តែអារឿងព្រឹកមិញហ្នឹងគឺគាត់ភ្លេចបាត់ឯងគាត់ថាគាត់ភ្លេចគាត់អត់ចាំទេដោយសារតែអារម្មណ៍ទី1គាត់គិតប្រពន្ធនៅផ្ទះអារម្មណ៍ទី2គិតកូនអារម្មណ៍ទី3ភ័យហើយពេលហ្នឹងទូរស័ព្ទគាត់ខូចទៀតអញ្ចឹងគឺអត់មានអីទេទៅប្រពន្ធទេរហូតដល់ជិះតាមផ្លូវទៅគាត់មានអារម្មណ៍ថាដូចឈឺបត់ជើងតូចរបៀបថាឈឺនោមគាត់ថាទ្រាំអត់បានហ្មងរបៀបថាទ្រាំទៅវាស្ទើរតែចាញ់អារម្មណ៍មួយថាវាទប់លែងជាប់គាត់ក៏សម្រេចចិត្តថាវត្តចតុលម៉ូតូនៅគៀនថ្នល់ហ្នឹងដើម្បីទៅបត់ជើងតូចហើយមិនមែនដើរទៅឆ្ងាយពីថ្នល់ទេរបៀបថាវត្តចតុលម៉ូតូទៅហ្នឹងដើរពីចាហ៊ានពីម៉ូតូហើយនោមបត់ជើងតូចចិត្តផ្លូវហ្នឹងដោយសារតែអត់ហ៊ានចុះទៅក្រោមទេខ្លាចគេយកម៉ូតូបាត់ណាបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់ក៏ឈរនោមមកសតុបានគាត់ងាកមកម៉ូតូវិញស្រាប់តែឃើញអ្វីមួយយ៉ាងឯសស្ទង់ឈរក្បែរម៉ូតូគាត់តែគាត់របៀបថាដូចគាត់ព្រើលភ្នែកផងវាចំណាំងភ្លើងអាឡានផងអញ្ចឹងគាត់រៀងសពិចសពិលក៏គាត់ដើរមកម៉ូតូតម្រង់ដើរមកម៉ូតូគាត់ឡើងលើម៉ូតូក៏មានអារម្មណ៍ថាធំក្លិនឆ្អាបអញ្ចឹងគាត់ក៏កាច់សោដេម៉ូតូបើកភ្លើងទៅស្រាប់តែឃើញនៅខាងមុខម៉ូតូរបស់គាត់នឹងហ្មងគឺគេជាទូទៅពេលតែគ្រោះថ្នាក់ចរាចរណ៍มันមានបាញ់ស្ប្រាយពណ៌សនៅលើផ្លូវពណ៌ក្រហមអញ្ចឹងទៅគាត់ថាបាញ់ឃើញស្ប្រាយថ្នាំបាញ់នៅខាងមុខម៉ូតូគាត់ហ្មងហើយនៅលើថ្នល់ហ្នឹងគឺស្នាមសើមមកជោគប្រឡាក់របៀបថាពោពេញទៅដោយលោហិតយើងនិយាយថាអញ្ចឹងចុះថាឈាមអញ្ចឹងចុះពេញថ្នល់ហ្នឹងហ្មងហើយមានបំណែកកតិចតិចតួចអីវាអាចនៅអញ្ចឹងណាគាត់ថាធំក្លិនឆ្អាបហើយស្អុយហ្មងតែមុនហ្នឹងអត់ធំទេណានៅពេលដែលគាត់ភ្ញាក់ខ្លួនដូចរៀងស្វាងហើយសាប់ឃើញតែគាត់ថាអារឿងពីព្រឹកមិញហ្នឹងគាត់នឹកឃើញវិញភ្លាមគាត់ថាចុំតិចកន្លែងហ្នឹងគេគ្រោះថ្នាក់ព្រឹកមិញទៅគាត់ក៏កលេចទៅខាងស្ដាំដៃខាងឆ្វេងដៃគាត់ពេលដែលគាត់កលេចទៅខាងឆ្វេងដៃគាត់ចំណាំផ្ទាំងប៉ាណូមួយដែលគាត់ថាព្រឹកមិញហ្នឹងគាត់ងាកមកគាត់អាចនិយាយថាផ្លូវគាត់ជិះសឹងរងថ្ងៃអញ្ចឹងគាត់ងាកទៅឃើញតាណាក៏គាត់ស្គាល់ដែរគាត់ថាងាកទៅគឺឃើញផ្ទាំងប៉ាណូនឹងភ្លាមទោះបីជាយប់ល្ងឹតផ្លូវហ្នឹងគឺអត់មានភ្លើងបំភ្លឺទេគាត់ថាគ្រាន់តែងាកទៅឃើញផ្ទាំងប៉ាណូនឹងភ្លាមគាត់ថាស្រាច់កន្លែងហ្នឹងកន្លែងដែលគេជួបគ្រោះថ្នាក់ព្រឹកមិញហ្នឹងក្មេងស្រី2នាក់ត្រូវបានឡានបុកពីក្រោយដល់ពេលអញ្ចឹងក៏មិនបាននៅតំអែតំអង់ឬក៏របៀបថានៅសង្ស័យវិភាគអីច្រើនណាឡើងម៉ូតូវឹបជិះមកផ្ទះតែជិះបដាហ្នឹងគាត់ថាមានអារម្មណ៍ថាព្រលឹងលែងនៅខ្លួនណាភ័យ
ដល់ពេលមកដល់ផ្ទះភ្លាមស្រាប់តែគ្រាន់តែវត្តចតុលម៉ូតូភ្លាមបើកលបងចូលផ្ទះគូឆ្កែដេញតាមលូដាក់គាត់មកនិយាយទៅគ្រាន់ជិះចូលភូមិភ្លាមឆ្កែលូតាំងពីថ្នល់ធំរហូតដល់ចូលដល់មុខផ្ទះគាត់ឆ្កែគាត់ចេញមកលូដាក់គាត់ទៀតអ្នកឆ្កែអ្នកជិតខាងនិយាយទៅគឺដូចឃើញគាត់ដូចឃើញខ្មោចគាត់ក៏អាចថាមានអារម្មណ៍រៀងភ័យផងអីផងក៏បើកទ្វារបើកអីទៅបញ្ចូលម៉ូតូដាក់ក្រោមផ្ទះហើយក៏បញ្ញាប់ទៅដូរខោអាវដូរអីមិនតងងូតទឹកទេបញ្ញាប់ឡើងទៅមើលមុខកូនសិនកូនស្រីគាត់ទៅតែសម្រាលហ្នឹងណាទៅមើលមុខកូនមើលអីហើយក៏ប្រពន្ធគាត់ថាងបាយទៅងូតទឹកទៅអីសិនទៅកុំតាន់មកលេងកូនព្រោះយើងធ្វើការយើងអីវាមានធូលីមានមេរោគអីជាប់ខ្លួនយើងអញ្ចឹងណាខ្លាចពេលដែលយើងមកប៉ះកូនលេងកូនទៅកូនងាផងអាចនឹងវាប៉ះពួកអីចឹងគាត់ក៏ចុះទៅលើផ្ទះមកវិញថាងូតទឹកងូតអីតិចសិនដើម្បីហូបបាយហូបអីណាដល់ពេលគាត់ចុះមកដល់មាត់ចដាបងប្អូនគាត់ដើរមកដល់មាត់ចដាជាទូទៅចដាខាងលើហើយមានវ៉ែរ៉ង់ដាហើយម៉ូតូគាត់ដាក់នេះចិត្តចដាក្រោមផ្ទះគាត់ឃើញសមោសស្ទង់ពីររបៀបថាដូចក្មេងស្រីអញ្ចឹងណាពីរនាក់ហ្នឹងឈរឯបម៉ូតូគាត់ថានោះចោលបដ នោះចប់បដ ប្រហែលជាគាត់របៀបថាធ្វើអារម្មណ៍គាត់ដឹងភ្លាមហ្មងគាត់ថាប្រហែលជាគេមកតាមគាត់មែនដោយអ្វីដែលគាត់គិតហ្មងនៅពេលដែលអញ្ចឹងគាត់ចូលទៅក្នុងផ្ទះវិញគាត់ប្រាប់ម៉ែក្មេងគាត់ថាម៉ែខ្ញុំមានអារម្មណ៍ថាសូវស្រួលសោះមកតាមផ្លូវមិញអញ្ចឹងណាម៉ែស្រោចទឹកឲ្យខ្ញុំតិចមកអញ្ចឹងណាពួកគាត់ជឿលើឪពុកម្ដាយស្រោចទឹកឲ្យអញ្ចឹងក៏ម៉ែគាត់ថាចុះអញ្ចឹងកូនចាំម៉ែទៅស្រោចទឹកឲ្យហើយយកធុកទៅផងគាត់ក៏ទាញធុក5តសៃអុចហើយចុះមកហើយដងទឹកដងអីដាក់ធុងស្រុកគាត់ហៅពេត្រូធុងថ្នាំពេត្រូយើងហ្នឹងដាក់ចិត្តគាត់ឲ្យដាក់ម៉ូតូចិត្តហ្នឹងហើយគាត់ប្រាប់ម៉ែគាត់ថាម៉ែប្រោះម៉ូតូឲ្យខ្ញុំផងអញ្ចឹងណាគាត់ក៏អង្គុយចិត្តម៉ូតូហ្នឹងទៅហើយម្ដាយគាត់ក៏ប្រោះទឹកឲ្យហើយគាត់ក៏ប្រញាប់ឡើងលើផ្ទះឡើងអីចឹងទៅតែគាត់ថាយប់ហ្នឹងគឺគាត់យល់សពអត់ល្អទេបងប្អូនទាំងអស់គ្នាគាត់យល់សពថាឃើញខ្លួនឯងហ្នឹងគឺខ្លួនប្រាណគាត់ហ្នឹងគឺសិតតែឈាមហើយដេកនៅក្បែរម៉ូតូប្រពន្ធកូនគាត់ហើយនឹងម្ដាយក្មេកគាត់គឺឈរមើលគាត់បដាយំបដាហើយគាត់ដេកនឹងដីក្បែរម៉ូតូគាត់ភ្ញាក់ដឹងខ្លួនឡើងម៉ោង2:10យប់ហើយគាត់ឮសលេងមនុស្សស្រីយំនៅតិចគាត់មកគាត់ថាឮរបៀបដូចសំឡេងឈឺចាប់អីមួយអញ្ចឹងណាឮសំឡេងឈឺចាប់អីមួយអញ្ចឹងគាត់ក៏របៀបថាស្ដាប់ផងភ័យផងតែគ្រាន់ថាទោះយ៉ាងណាក៏មិនទៅជាការមានការតក់ស្លុតឬក៏ស្លន់ស្លោយដែរគាត់ក៏ចេះតែសង្ងំគេងទៅវិញអញ្ចឹងទៅរហូតដល់ព្រឹកគាត់ក៏ប្រាប់រឿងហ្នឹងគាត់សម្រេចចិត្តថាប្រាប់រឿងកាលពីយប់មិញអន្សល់មិញអីហ្នឹងដែលគាត់ឃើញហ្នឹងទៅម្ដាយគាត់ថាអញ្ចឹងបើទៅដល់កន្លែងហ្នឹងដកលុយទៅហើយបោះឲ្យគេទៅប្រាប់គេថាកុំមកតាមអីហើយយើងអត់មានអីទេហើយគ្រាន់ថាអ្នកដំណើរធម្មតាកុំមកឲ្យឃើញកុំមកលងកុំមកបន្លាចអីចឹងណាអាហ្នឹងជាជំហានដំបូងបើសិនជាគេមិនតាមយើងទៀតអាហ្នឹងយើងរួចខ្លួនតែបើសិនគេតាមមានតែប្រើបែបផ្សេងឬក៏វិធីផ្សេងអញ្ចឹងទៅអានេះតាមជំនឿយើងអញ្ចឹងនៅពេលដែលគាត់ជិះថ្ងៃហ្នឹងគាត់ជិះម៉ូតូដល់ហ្នឹងគាត់អត់ឈប់ម៉ូតូគ្រាន់តែគាត់ដាក់លុយនៅកប៉ាល់គាត់ត្រៀម 4-500 អញ្ចឹងដល់កន្លែងកើតហេតុហ្នឹងគាត់ក៏បាច់បោះលុយហ្នឹងទៅគាត់ប្រាប់ថាយកទៅនេះខ្ញុំឲ្យអ្នកឯងហើយអ្នកឯងយកលុយហ្នឹងទៅមិនបាច់មកតាមខ្ញុំមិនបាច់មកអីទៀតទេគាត់ក៏បាច់លុយហ្នឹងហើយជិះហួសអញ្ចឹងទៅហើយក៏គាត់តាំងពីហ្នឹងមកមិនដែលឃើញទេតែគ្រាន់តែមិត្តភក្តិគាត់អ្នកដែលនៅខាងដំដែកហ្នឹងអីហើយនឹងអ្នកដែលធ្វើដំណើរឡើងពេញចុះមកច្បារអំពៅយកអីវ៉ាន់យកអីលក់ពេលបលឹមពេលអីណាគឺថាពេលខ្លះទៅឃើញក្មេងស្រីអង្គុយអោបក្បាលជង្គង់យំនៅកន្លែងដែលគាត់ឃើញគេកើតហេតុហ្នឹងហើយអ្នកខ្លះទៀតថាឃើញមនុស្សរត់ចូលឡានរបៀបថាយើងបើកសុកអញ្ចឹងទៅស្រាប់តែមនុស្សហ្នឹងរត់មកកដាលថ្នល់ធ្វើដៃពាំងឡានហ្នឹងមកហើយគាត់ថាឃើញញឹកញាប់មែនតើការពីជំនាន់ហ្នឹងតែគាត់ថាឥឡូវគឺគាត់មកនៅពេញហើយអត់ដឹងថាមានអ្នកឃើញទៀតឬក៏អត់ទេគាត់ថាផ្លូវជាតិលេខ1ហ្នឹងគឺគ្រោះថ្នាក់តាំងពីដើមអ្នកដែលនៅខាងគៀនស្វាយអ្នកដែលនៅខាងត្រូវធ្វើដំណើរផ្លូវជាតិលេខ1ប្រកាសជាដឹងហើយតាំងពីដើមមកគឺគ្រោះថ្នាក់ញឹកហើយសាហាវមែនតើអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់បងពិធីករទាំងពីរហើយក៏អរគុណដល់បងប្អូនទាំងគ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះដែរបើសិនជាការដំណើរខ្ញុំទៅខុសឆ្គងថងកន្លែងណាអីក៏សូមខន្តីអភ័យទោសអរគុណគុណបងសំឡេងគាត់គ្រូទាំងអស់គ្នាសួស្តីបងសំឡេងគាត់ដូចអ្នកសម្រាយរឿងអាជីពដូចបងដំណើរចាដំណើរ
គាត់ផ្ញើមកមើលឈ្មោះអត់បានទេ អូ